សួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍កាលវិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនៅចុងសប្តាហ៍ម៉ោង 9:15 នាទីយប់ម៉ោងនៅក្នុងប្រទេសកម្ពុជាស្វាគមន៍ប្រិយមិត្តដែលតែងតែនាំមកគេជានិច្ចគឺប្រិយមិត្តទីបំផុតអាណាកាត់ដីចន្ទ្រាវតីលីទេពសៅប្រិយមិត្តមិត្តម៉ានសុកសែមរក្សាភីឈវ័នថនស៊ូណារិនថតរូបណាននេននិងប្រិយមិត្តជាច្រើនរូបដទៃទៀតដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនារីត្រីនេះខ្ញុំសូមបង្ហាញនៅរបៀបរយៈតាមទម្លាប់តុលាវ៉ាទី1គឺការបង្ហាញប្រធានបទទី2បកស្រាយបញ្ញាវិមុតទី3ផ្សេងប្រធានបទថ្ងៃនេះមាន2ស្តបទៅនឹងសភាពការក្តៅប៉ុន្តែមុននឹងឈានចូលទៅដល់ប្រធានបទទាំងពីរនេះកែវពេញក្នុង share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតសូមចាំទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះស្ដាប់សូនតារាកើបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដោះមែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1គឺជាប្រធានបទសំខាន់ដែលប្រិយមិត្តនៃសូមត្រូវតែយល់អំពីបរិបទសពថ្ងៃនៅលើសកលលោកដែលខ្ញុំនឹងចែករំលែកពាក់ព័ន្ធជាមួយនឹងទឹកដីព្រំដែនសាលីនតាន់ច្បាប់អន្តរជាតិបើគ្មានកម្ពុជានឹងទៅជាយ៉ាងណាប្រធានបទទី2បងប្អូនក៏យើងក៏ឆ្លើយតបទៅនឹងសភាពការថ្មីនៅក្នុងពេលបច្ចុប្បន្ននេះទៀតសូមទោសបងចេះតែមានអ្នកខលដែលខ្ញុំដាក់ចំណងជើងអំពីប្រវត្តិសាស្ត្រមួយញ៉ាំបើការចាត់ចងអាចការពារជាតិទឹកដីហេតុអ្វីមិនប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដែលទៀតធនគុណធាទូរទស្សន៍សូនបារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមានគ្រឿងខ្លែង2ទី1គឺជាចំណាប់អារម្មណ៍របស់ខ្ញុំពាក់ព័ន្ធជាមួយនឹងល្បែងអនឡាញភាសាអង់គ្លេសហៅថា scammer វរវុធខេងថ្មីនេះយើងបានឃើញនៅតាមបណ្ដាញនៃសង្គមគ្រប់ព័ត៌មានជនបរទេសនាំគ្នាផ្អើលឆោឡោអូសរទេសអូសវ៉ាលីចេញពីសន្តាគារនិងកាស៊ីណូរូបភាពនេះឃើញគេចែកចាយព្រួងព្រាតជាពិសេសចេញពីក្រុងកំពង់សោមយើងចោទសួរថាតើពួកជនបរទេសទាំងអស់នោះនៅក្នុងប្រតិបត្តិការបង្ក្រាបល្បែងអនឡាញពួកគេនៅលើទឹកដីខ្មែរជាជនអន្តោប្រវេសន៍ខុសច្បាប់ឬក៏ស្របច្បាប់នេះខ្ញុំលើកជាគ្រឿងខ្លែងនេះអាចថាជាចំណុចមួយដើម្បីដាស់សតិបងប្អូនដែរដែលខ្ញុំមើលប្រៀបធៀបនៅប្រទេសអាមេរិកអ្នកធ្វើស្រែកូនកសិករមានប៉ូលីស ICE ហ្នឹងចាប់ផ្ដើមចុះទៅត្រួតពិនិត្យនៅគ្រប់ទីតាំងកន្លែងទាំងអស់ដើម្បីបោសសម្អាតមហាម៉ាត់ស្រែប៉ុន្តែអានេះវាគឺជារឿងមួយរបស់សហរដ្ឋអាមេរិកដែលជាប្រទេសខ្លាំងដូច្នេះប្រទេសខ្លាំងសុភ័ណ្ឌ SNG គឺអាចធ្វើអ្វីបានប៉ុន្តែនៅប្រទេសខ្សោយហើយជនអន្តោប្រវេសន៍នោះមានអំណាចជាងខ្លួនទៅទៀតគឺមិនត្រឹមតែមិនអាចទៅណែបោសសម្អាតចាត់វិធានការលើអន្តោប្រវេសន៍ទេវារឹតតែទៅថ្វាយបង្គំជនអន្តោប្រវេសន៍ទៅទៀតតែពិតមកប៉ុណ្ណាបើឧទាហរណ៍ទៅអាមេរិកមហាអំណាចបារាំងមហាអំណាចទេដែលអាចទៅចាត់វិធានការលើជនអន្តោប្រវេសន៍ខុសច្បាប់គេនិយាយនេះសំដៅទៅលើតែជនអន្តោប្រវេសន៍ខុសច្បាប់ទេបើអ្នកស្របច្បាប់គឺយើងស្វាគមន៍ជានិច្ចប៉ុន្តែបើនៅក្នុងប្រទេសដែលមានអំណាចខ្សោយឧទាហរណ៍ដូចប្រទេសកម្ពុជាយើងអាចអត់មានហ៊ានទៅចាត់វិធានការជនអន្តោប្រវេសន៍ខុសច្បាប់ទេជនអន្តោប្រវេសន៍ខុសច្បាប់យួនយើងមិនហ៊ានទេយើងមិនអាចធ្វើចឹងបានតែឥឡូវនេះយើងខាញ់សិន
កែវសុកនិមលប៉ុន្តែយើងត្រឡប់មកវិញចោតជាសំណួរខ្លះដូចតទៅមុននឹងយើងនិយាយអំពីរឿង scammer ហ្នឹងស្រីនាងថាតើពួកគេនៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ឬខុសច្បាប់ស្របច្បាប់ឬខុសច្បាប់ Cindy Jenny គឺសំដៅលើទឹកតកាតើពួកគេកាន់ទឹកតកាធ្វើការទឹកតកាទេសចរឬក៏ទឹកតការស់នៅខ្មែរយើងនិយាយរឿងទឹកតកាអញ្ចឹងណាខ្មែរអមតៈសិង្ហៃស្ដាប់មិនសូវបាននិយាយខ្លីសាព្រីណាគឺ visa ខ្ញុំយល់ឃើញថាសុនទេពួកបរទេសដែលនៅក្នុងប្រទេសកម្ពុជាដែលរត់ចេញពីអាគារខ្ញុំមកសម្ដៅទៅលើអ្នកទេសចរគឺភិកច្រើនលើសលប់ជាជនអន្តោប្រវេសន៍ខុសច្បាប់មានន័យថារស់នៅលើទឹកតកាសូមទោសបងខ្ញុំប្រហែលថ្ងៃនេះក្អកចាំបានការផ្សាយនឹងមិនទៀងទាត់ទេបាទជូនមិនដឹងយ៉ាងម៉េចទេបងប្អូនណាបាទចាំបានខ្ញុំផ្សាយមិនជារៀងរាល់ថ្ងៃទេថ្ងៃណាដែលដូចរៀងក្អកខ្លាំងទៅក៏ខ្លាចវាជាប់សូក្មេងមិនខ្លាចខ្លាកឹមសិនក៏សម្រាប់មួយថ្ងៃពីរថ្ងៃអញ្ចឹងទៅណាអញ្ចឹងទស្សនៈជាទស្សនៈរបស់ខ្ញុំទី1សុភាពស្រីទី2សំណួរយើងចោលតើពួកជនបរទេសទាំងអស់នោះជាជនរងគ្រោះឬក៏ជាជនដែលបម្រើការជាបុគ្គលិកត្រឹមត្រូវជនរងគ្រោះអ្វីទៅជនរងគ្រោះគឺជាជនដែលមកដល់ប្រទេសកម្ពុជាត្រូវបានគេបង្ខាំងឲ្យធ្វើការពិនតាដួងហើយមិនត្រឡប់ទៅវិញមានជនជាតិជាច្រើននៅក្នុងប្រទេសកម្ពុជាក្រៅពីចិនសូម្បីតែចិនក៏មានការចាញ់បោកគេដែរបងប្អូនដឹងហើយវិឡាសដូចជារដ្ឋាភិបាលចិនធ្លាប់អំពាវនាវឲ្យជនជាតិចិនដែលល្អផ្សេងគ្រីស្ទមានការប្រយ័ត្នប្រយែងអំពីការឆបោកនៅក្នុងប្រទេសកម្ពុជាចុះទស្សនៈសូនតារានិយាយទៀតកាន់ជូលីសម្រាប់ខ្ញុំពួកគេភាគច្រើនលើសលប់គឺជាជនរងគ្រោះជនរងគ្រោះត្រូវមានពីរប្រភេទបើតាមខ្ញុំយល់ទី1ជាជនរងគ្រោះដោយសារតែគេបោកប្រាស់ផុតកំណត់វីសាទឹកតកាត្រូវបានគេដកឬក៏គេគម្រាមកំហែងថាត្រូវតែធ្វើការបើមិនដូច្នេះគេនឹងរាយការណ៍ប្រាប់ប៉ូលីសឲ្យចាប់បញ្ជូនទៅវិញនៅក្រុងកំពង់សោមមានរបាយការណ៍ខ្លះមិនមែនតែជនជាតិចិនជនជាតិយួនទេគឺមានឥណ្ឌូនេស៊ីទៅទៀតបងប្អូនអ្នកនៅកំពង់សោមអាចដឹងទេជួយបញ្ជាក់ប្រាប់សូនតារាផងព្រោះខ្ញុំក៏ទទួលបានព័ត៌មានមិនមែនមានតែជនជាតិខ្មែរទេចំណាំមានឥណ្ឌូនេស៊ីមានជនជាតិដទៃទៀតឥណ្ឌាបង់ក្លាដេសអីដើមខាវក៏វាជាប់អន្ទាក់នៅក្នុងក្រុងកំពង់សោមអ្នកខ្លះរស់មកធ្វើការនៅក្នុងប្រទេសកម្ពុជានឹងគឺគេឲ្យចេញទៅណាទេណែសំណួរទី3នៅក្នុងប្រទេសកម្ពុជាតើពាក្យថាលបែង scammer វាទាល់តែស្ថិតអានេះសំខាន់ណាស់បងប្អូនណាសំណួរនេះវាទាល់តែស្ថិតនៅក្នុងកាស៊ីណូទើបហៅថាជាការឆបោកអនឡាញបើសម្រាប់សូនតារាខ្ញុំថាបើវាបោកគឺវាត្រូវតែមានល្បិចលួចលាក់ខ្ពស់ការឆបោកអនឡាញតាមទស្សនៈរបស់ខ្ញុំមិនត្រឹមតែមាននៅក្នុងកាស៊ីណូតែប៉ុណ្ណោះទេគឺថែមទាំងមាននៅក្នុងសន្តាគារឬក៏អាចមាននៅក្នុងផ្ទះមន្ត្រីធំផងដែរផាច់កាំងអានឹងការពិតណាដើម្បីបញ្ជាក់ថាអ្វីដែលសូនតារានិយាយត្រូវគឺយើងអាចស្រាវជ្រាវបានណាហើយការឆបោកអនឡាញនេះគឺជាជំនាញមួយដែលមានពេលខ្លះជនរងគ្រោះវាមានច្រើនដំណាក់កាលវាមានអ្នករងគ្រោះដោយផ្ទាល់និងអ្នករងគ្រោះដោយប្រយោជន៍ឥឡូវបងប្អូនខ្ញុំនិយាយរឿងមួយបែរជាបងប្អូនអាចភ្ញាក់ផ្អើលពាក់ព័ន្ធជាមួយនឹងពាក្យថារងគ្រោះដោយផ្ទាល់និងរងគ្រោះដោយប្រយោជន៍រងគ្រោះដោយផ្ទាល់មានន័យថាគឺអ្នកដែលត្រូវបានគេយកមកឃុំឃាំងគេចាប់បង្ខំគេចាប់ជំរិតបើយើងនិយាយទៅអ្នកដែលទទួលស្គាល់
ថាខ្លួនឯងនឹងចាញ់បោកគេប៉ះពាល់ផ្ទាល់ចុះអ្នករងគ្រោះដោយប្រយោជន៍អ្នករងគ្រោះដោយប្រយោជន៍មានច្រើនណាស់អ្នកខ្លះសប្បាយនឹងរងគ្រោះទៅទៀតសប្បាយនឹងរងគ្រោះឧទាហរណ៍ថាពេលប្រទេសហ្នឹងចាប់ផ្ដើមមានការប្រែប្រួលវិចិត្រសួនពាក់ព័ន្ធជាមួយនឹងអាល្បែងអនឡាញហ្នឹងមនុស្សកើតការលោភលន់ខ្ញុំនិយាយដំណើររឿងចេះនៅក្នុងនេះអាចមានបងប្អូនដែរមនុស្សកើតការលោភលន់គេចូលចិត្តប្រើពាក្យវិនិយោគណាវិនិយោគហិរញ្ញវត្ថុប្រាក់លានអ្នកឯងនឹងមានក្នុងរយៈពេលណាឆាយាសម័យក្រហមប្រហែលថ្ងៃចឹងទៅមនុស្សដែលមានការលោភលន់ហើយចង់មានចង់បានលឿនក៏ចាប់ផ្ដើមចូលទៅក្នុងខ្សែបន្ទាត់ក្រុមនៃពួកឆោបោកវិនិយោគជាមួយពួកហ្នឹងហើយដែលចាប់ផ្ដើមទៅបោកតគ្នាឧទាហរណ៍ថាបោកតគ្នាដូចសូនតារាហ្នឹងទៅជាប់អាវិនិយោគអីមួយទៅជាប់ជាមួយនឹងក្រុមហ៊ុនធនាគារអីថាអូវិនិយោគលំដាប់អន្តរជាតិគេប្រើឈ្មោះបរុសលយចឹងណាពេលហ្នឹងខ្ញុំក៏ទៅចាប់ផ្ដើមប្រមូលអតិថិជនតែប៉ុតខ្ញុំមិនមែនអ្នកបោកទេខ្ញុំល្អទេបងសូនតារាជាមនុស្សសុចរិតទេប៉ុន្តែខ្ញុំបានដើរចូលទៅក្នុងសង្គមបោកខ្សែបន្ទាត់នៃការបោករបស់អាពួកកំពូលដូចជាពួក Gen Z នេះ Gen Z អាហ្នឹងត្រឹមកុកស៊ីដល់តែពេលអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមក្រៅពីដើមគេអត់បោកអនឡាញគេបោកផ្ទាល់មាននៃក្រុមហ៊ុនមួយគេហៅថាក្រុមហ៊ុនបណ្ដាញទីផ្សារហ្នឹងគេឲ្យយើងទៅបញ្ចុះបញ្ចូលមនុស្សម្នាក់គេថាអ្នកឯងតាក់ទងអតិថិជនបានម្នាក់អ្នកឯងនឹងបានដល់ប៉ុណ្ណាហើយបើសិនជាអ្នកឯងមានអតិថិជន5នាក់ហ្នឹងទៅតាក់ទងបាន5នាក់ទៀតអ្នកឯងមានអញ្ចឹងវារីកទៅស្រាប់តែអ្នកឯងណាคล้ายទៅជាមហាសេដ្ឋីអត់ដឹងខ្លួនទេអានេះហៅជីវិត passive ជីវិតអកម្មអ្នកឯងដេកមិនដឹងជាលុយកើតចិញ្ចឹមប៉ុន្តែដល់មានអាភាព logic មានការបញ្យលមានវីដេអូមានភ័ស្តុតាងមានរូបមហាសេដ្ឋីមានរូបកវ៉ាត់កមានរូបផ្ទះដៃថាវីមានអីផ្សេងចឹងមកមនុស្សចាប់ផ្ដើមទៅបោកតគ្នាអ្នកខ្លះបោកតម៉ែឪឯងទៀតអានេះខ្ញុំនិយាយដំណាក់កាលរឿងនេះសិនរឿងកំ pl ស្រីមុំកោះសតិនហើយអ្វីដែលសូនតារាយើងនេះមានបងប្អូននេះខ្លះប៉ះចំខ្លួនឯងនឹងអៀនលោកគ្រូមានបងប្អូននេះខ្លះធ្លាប់ប៉ះប៉ុន្តែមិនចាញ់បោកជ្រៅមានបងប្អូនខ្លះធ្លាប់ទៅបោកទៀតហើយមានពេលខ្លះបោកទាំងម៉ែឪឯងទៀតដើម្បីយកបណ្ដាញយកចំនួនគេថាបងប្អូនឯងត្រូវរកចំនួនឲ្យបានប៉ុណ្ណេះហើយជាសាធារណៈនៅក្នុងក្រុងភ្នំពេញគេបើកសិក្ខាសាលាគេជួលសុទ្ធតែសន្តាគារសាន់វេសន្តាគារអាលំដាប់ជួលអាបន្ទប់1ម៉ោងនោះ 3000 នេះរឿងអីគេមិនខ្លាចជួលមកគេបោកមនុស្សភ្លើបានមកកកមែនទេខ្ញុំធ្លាប់គេហៅទៅដែរគាត់ខ្ញុំតែតតាំងឡើងគេដេញចេញមែនទេគេតតាំងមានកូនសិស្សខ្ញុំម្នាក់ទៀតគាត់លងកូនសិស្សកាលនោះខ្ញុំបង្រៀននៅសាកលវិទ្យាល័យមួយកូនសិស្សខ្ញុំមនុស្សចូលអាប្រព័ន្ធបោកគេហ្នឹងណាមកបញ្ចុះបញ្ចូលប្រាប់ទៅលោកគ្រូយើងខ្លាយទៅជាមហាសេដ្ឋីដល់ខ្លួនខ្ញុំប្រាប់ថាបោកហើយតែឥឡូវនេះបើយើងអត់ដឹងហ្នឹងគាត់ដឹងហ្នឹងស្រាប់ជាអញ្ចឹងអានេះខ្ញុំនិយាយពីប្រព័ន្ធបោកកាលពីដើមនៅក្នុងប្រទេសកម្ពុជាសម្បូរប្រទេសកម្ពុជាប្រទេសអាមេរិកក៏មានដែរអានេះម៉ុងតូប្រទេសអាមេរិកមានដែរគាត់វាហួសសម័យយូរទៅភាគច្រើនអាប្រព័ន្ធបោកចឹងគេច្រើនតែធ្វើនៅក្នុងប្រទេសក្រីក្រដែលអត់ទាន់បានជ្រាបដំណឹងដូចនៅអាមេរិកបោកឆ្អែតដែរនៅអឺរ៉ុបឯងបោកឆ្អែតហើយដោយឆ្អែតឆ្អន់ដោយថារដ្ឋគេដឹងគេចាច់វិធានការទៅអាទីផ្សារហ្នឹងហួយលេងទៅធ្វើអីបានទៅក៏រត់ទៅអាប្រទេសអន់នៅប្រទេសថៃក៏រងគ្រោះតែប្រទេសថៃប្រទេសខ្មែរប្រទេសវៀតណាមប្រទេសក្រនិយាយទៅហ្នឹងគេចាប់ដល់បោកឲ្យមនុស្សអស់លុយរាប់លានហើយអាលុយហ្នឹងគឺរាប់លានដុល្លារបងប្អូនណាឥឡូវខ្ញុំនិយាយស្ងាត់អាហ្នឹងមួយខ្ញុំចង់បញ្ជាក់បងប្អូនប្រាប់ថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នគឺអ្នកដែលចាញ់បោកហ្នឹង Rosana Evolution នឹងគឺវាមានអ្នកចាញ់បោកផ្ទាល់និងអ្នកចាញ់បោកប្រយោលអ្វីដែលខ្ញុំនិយាយបាញ់មែននេះគឺអ្នកចាញ់បោកប្រយោលខ្លះឥឡូវខ្ញុំនិយាយពីអនឡាញក្រោយពីចប់អាប៉ុនស៊ីអារបៀបតំណែងបណ្ដាញទីផ្សារផ្ទាល់មិនមែនអនឡាញដល់គេមានអាបច្ចេកវិទ្យាទំនើបមកគេចាប់ផ្ដើមធ្វើអាប្រព័ន្ធអនឡាញយើងអត់យល់ទេបើយើងយល់យើងគេបោកយកបានទេណាគេមិនដឹងជាមានវិធីសាស្ត្រអីទេប៉ុន្តែដឹងថាអាយុទ្ធសាស្ត្ររបស់គេដដែលទេគឺពាក់ព័ន្ធជាមួយនឹងវិនិយោគធ្វើឲ្យយើងខ្លាយជាមហាសេដ្ឋីទាំងមិនដឹងខ្លួនអានឹងហើយបានជាមានខ្មែរយើងខ្លះនេះខ្លាយខ្លួនជាអុកញ៉ាឲ្យតែដើម្បីបោកគេបាននេះដើម្បីបោកគេបានលុយមានមែនលក់ដីលក់ស្រែយ៉ាងទៅពាក់កបាត់កធំទៅឲ្យមានឥទ្ធិពលព្រោះខ្មែរយើងគឺគេមើលទៅលើសម្លៀកបំពាក់អត់ទៅគេដឹងថាអូយ៉ានិចកែវអានឹងជិះឡានលុយអានឹងពាក់នាឡិកាថ្លៃអានឹង
ពាក់កវ៉ាត់កអានោះនៅប្រើសម្ភារៈថ្លៃអ្នកខ្លះសុកចិត្តទៅជួលឡានគេសុកចិត្តទៅមានលុយទៅតាមខ្សែរយៈតាក់ទងទៅប្រព័ន្ធពុកលុយនោះសុផាតសូនផុនអញ្ចឹងគឺទៅដាក់ឈ្មោះយកអង្គការដល់តែពេលមានងារអង្គការទៅរកស៊ីដីទៅរកស៊ីក្រុមហ៊ុនទៅរកស៊ីអចលនទ្រព្យទៅរកអីស្រាប់តែមនុស្សហ្នឹងវាបាក់មកហ្នឹងវាបាក់ប៉ុន្តែអានេះគេហៅថាការរកស៊ីដោយរំពឹងទៅលើអីរំពឹងទៅលើអាអនឡាញរំពឹងទៅលើថាអូអញមានក្រុមហ៊ុនណាអញជាសមាជិកនៃមហាសទ្ធិអញជាសមាជិកនៃវិនិយោគអញ្ចឹងឥឡូវអញមានងារជាអង្គការទៀតក៏កាន់តែមុខរបរដល់ទៅពេលចឹងទៅគាត់អត់មានទេមានអ្នកខ្លះគឺអង្គការមែនតើទេអ្នកខ្លះគឺគាត់លងហៅលក់ចូលទៅក្នុងអាមហាសមុទ្រនៃសង្គមបោកហ្នឹងហើយអាភាពលុកលុនរបស់គាត់ហ្នឹងគាត់ទាញគាត់ហ្នឹងឲ្យចូលទៅក្នុងការបោកប្រាស់ទាំងមិនដឹងខ្លួននៅពេលណាដែលរដ្ឋាភិបាលប្រទេសមួយចាត់វិធានការបោកសម្អាតវាជាប់ដោយតែអ្នកអត់ដោយតែអ្នកអត់បោកដែរចង់និយាយថាអាអ្នកអត់បោកហ្នឹងមិនមែនចេះទេរងចាប់វាដោយទាំងអាអ្នកបោកចាញ់បោកគេដែរពួកនឹងអ្នកខ្លះដែលគេចាប់ដាក់គុកបច្ចុប្បន្នហ្នឹងភាគច្រើនជាជនរងគ្រោះជាងជនបង្កបងប្អូនជឿសនរាទេគឺជនរងគ្រោះជាងបន្តអត់ទេគេទៅពាត់ចាប់មនុស្សរ៉មេតាអ៊ុំសុខទៅចាប់ម្ដង100 200នាក់យកទៅដាក់គុកឯហ្នឹងពួកហ្នឹងជនរងគ្រោះទេថាអាមេធំវានៅមានតែមួយតែជេមស៊ីចាប់បានអាមេធំមេខ្លោងផ្សេងវាទៀតមានពីណាចាប់បានមួយជនរងគ្រោះផ្ទាល់មានអ្នកខ្លះជាបុគ្គលិកបម្រើការអីទេយកលុយចិញ្ចឹមប្រពន្ធកូនទេពួកនឹងរស់ស៊ីខ្លះអត់ដឹងថាកន្លែងហ្នឹងបោកផងទេកន្លែងហ្នឹងអាបណ្ដាញបោកហ្នឹងទៅរស់ស៊ីទៅធ្វើការបុគ្គលិកនៅហ្នឹងបានមួយខែ3 400ហ្នឹងអត់ដឹងថាអាកន្លែងហ្នឹងជាកន្លែងហ្នឹងការប្រៃកន្លែងបោកផងមួយទៀតអ្នកខ្លះហ្នឹងគឺមានឈ្មោះជាងារជាអុកញ៉ាជាអីមែនគ្នាគេហៅថាលុបលុនអត់ស្គាល់បរិយាកាសសង្គមចង់មានលឿនគាត់ទៅរស់ស៊ីអាហ្នឹងទៅគាត់ក៏ចាញ់បោកអាគេលឿននាំឲ្យគាត់ខ្លាយទៅជាជនរងគ្រោះទាំងមិនដឹងខ្លួនទាំងមោទនភាពដល់តែពេលគេសម្អាតបនលបែងហ្នឹងទៅគាត់ជាប់គុកបានមែនណាបងប្អូនអានឹងខ្ញុំនិយាយរឿងមួយបច្ចុប្បន្ននេះយើងនិយាយនេះបើថាបងប្អូនក្រៅពីទូរទស្សន៍សនរាអត់មានអ្នកបែបនេះចឹងទេបងប្អូនមើលអត់ដឹងទេប៉ុន្តែរឿងអាដុំជាងគេបំផុតដូចសនរានិយាយអាមុនអនឡាញនេះណាធ្ងន់ធ្ងរណាស់ដោយសារអាទីផ្សារនោះវាធំអាកាលពីចំនួនប្រហែល10ឆ្នាំមុនណារឿងអនឡាញហ្នឹងគេហៅប៉ុនស៊ីអាបណ្ដាញបោកហ្នឹងណាគឺបោកផ្ទាល់ហ្នឹងមានយើងមើលទៅដូចជាសាហាវប៉ុន្តែគ្រោះថ្នាក់តិចទេស្អីពួកមនុស្សវាដើរវាដូចអនឡាញណាខែងដីមួយទាំងមូលគឺវាបោកបានមនុស្សវាដើរបានតែពួកម៉ាក់បងប្អូនអីគ្រួសារដែលខ្ញុំសូនតែបងប្អូនជឿសូនតារាទេកាលពីមុនណាមនុស្សរហូតអាប៉ុនស៊ីអាកម្មវិធីបណ្ដាញคล้ายទៅជាមហាសេដ្ឋីជីវិតអកម្មមានទាំងមិនដឹងខ្លួនមានអ្នកខ្លះបោកតាម៉ែឪឯងទៀតបោកតាំងពុកឯងបោកតាំងបងប្អូនឯងសំគេដើរសំបន្ទុកសំបានប្រមាណទៅដល់អត់សំអត់បាននឹងសំពីណាអត់បានពួកម៉ាក់បោកពួកម៉ាក់ខ្លះពិបាកបោកពេកជឿទៅយកតាម៉ែឪឯងយកតាបងប្អូនឯងទៅបោកចាញ់គេអត់ទាំងអស់ឥឡូវនេះណាសុំមែនឆំរដ្ឋាស្អែមគឺប្រហែលជាកូនសិស្សសូនតារាខ្លះដែលធ្លាប់ស្ដាប់សូនតារាយូរតាំងពីមិនទាន់មាន Facebook ណាគឺប្រហែលជាភ្ញាក់ភ្នែកហើយក្នុងនេះអ្នកណាដែលធ្លាប់បានប៉ះរឿងហ្នឹងទោះជាមិនប៉ះផ្ទាល់ក៏ដោយគ្រាន់តែធ្លាប់បានឃើញធ្លាប់បានលឺណាគ្រាន់តែបងប្អូនខមមិនថារឿងនេះជាការពិតលោកគ្រូគឺខ្ញុំប៉ះផ្ទាល់ហើយមានអ្នកខ្លះអត់អ្នកបោករឹងមាំតស៊ូបោកតាំងពីបងប្អូនឯងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់អានេះគឺជាកុំវិធានរបស់ទុនមួយសំខាន់ព្រោះឥឡូវយើងកំពុងតែឆោឡោរឿងដែលសេលរឿងការបោកអនឡាញហ្នឹងឯងឥឡូវយើងត្រឡប់មកវិញសួរសូនតារាមិថាលោកគ្រូនិយាយមិញគឺរឿងពិតមែនបើនេះផលកែវមែនទេរឿងដូចលោកគ្រូនិយាយមុនអាប្រព័ន្ធហ្នឹងខ្លះបងប្អូននិយាយទៅសោចងបោកតាម៉ែឪឯងស្ដាប់ទៅមិនជឿប៉ុន្តែរឿងដែលសូនតារានិយាយដាច់ខាតត្រូវតែមានចង់និយាយថាសូនតារាជាអ្នកស្រាតខោគឺជាអ្នកដែលកោះកកាយអារឿងដែលវាលាក់ចិត្តឆឹងមនុស្សខ្លះមិននឹកស្មានដល់អៀនខ្មាស់យូរហើយស្រាប់តែស្ដាប់លោកគ្រូនិយាយមកអញក៏លន់ឆែកទុកបានសោចបដ ாய் លោកគ្រូបើណាតារាន់អ៊ូមានតែខ្លះបោកតែមិត្តភ័ក្ដិរួមថ្នាក់ពួកម៉ាក់បងប្អូនឪពុកម្ដាយវាធ្វើអត់កើតដាក់តែគ្នាឯងនឹងទៅចុះមានពីណាទៅចុះខ្លាយជាមហាសេដ្ឋីគេឲ្យរកសមាជិកដំណប្រមាណពាន់ប្រមាណទៅរយណាបានរមបាននេះស៊ីតែម៉ែឪឯងស៊ីទាំងបងប្អូនឯងនឹងស៊ីទាំងមានណាតាំងប្តីប្រពន្ធឯងនេះបោកចាញ់បោកគ្នាទាំងអស់អានេះទៅ
ចុះសួរដំណោះស្រាយបើសម្រាប់ខ្ញុំគឺដំណោះស្រាយបើកាលណាគេមើលទៅលើអាការបោកនឹងផល្លាកែវគឺគេមើលទៅលើប្រព័ន្ធដឹកនាំរដ្ឋបងប្អូនសូនតានិយាយគឺ logic អត់មានអីវរវត្តខិនក្រៅពីប្រព័ន្ធដឹកនាំរដ្ឋទេបងប្អូនត្រូវចាំថាដោះស្រាយបញ្ហានេះគឺត្រូវមិនមែនរដ្ឋនឹងទៅដើរចាប់ជនរងគ្រោះប្រផាប់ប្រភិញដើម្បីអួតយកថតទេដោះស្រាយប្រព័ន្ធរដ្ឋបើប្រព័ន្ធគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសមួយវាធូររលុងវាបើកឱកាសឲ្យចៅចូលទៅជ្រកកោនចៅវាច្បាស់ជាជ្រកកោននៅទីហ្នឹងដោយសារតែប្រព័ន្ធរដ្ឋហើយបើមិនជឿឲ្យពួកចៅមកជ្រកនៅបារាំងបានអត់ស្មានតែពួកនោះវាមិនចង់បោកបារាំងលុយអឺរ៉ូលុយយូរ៉ូថ្លៃស្មានតែពួកនោះអត់ចង់ទៅបោកនៅអាមេរិកបើលុយដុល្លារថ្លៃជាងលុយខ្មែរទៅទៀតហ្នឹងមែនទេអាមិនបានជាពួកនោះអត់មានទីតាំងបោកច្រើននៅសិង្ហបុរីនៅអាមេរិកដោយសារលំហប្រព័ន្ធរដ្ឋនេះនីហាននៅទីនោះគឺមិនផ្ដល់ឱកាសមិនផ្ដល់បរិយាកាសឲ្យពួកគេរស់នៅបាននៅកម្ពុជាវាផ្ដល់បរិយាកាសរស់នៅបានអញ្ចឹងណាហ៊ុនម៉ាណែតជំនួសឲ្យការកម្ចាត់មួយយ៉ាងត្រូវរៀបចំប្រព័ន្ធច្បាប់ប្រព័ន្ធរដ្ឋខ្លួនឯងនឹងឲ្យច្បាស់លាស់ថាតើពួកអ្នកចូលមកក្នុងប្រទេសកម្ពុជាជាអ្នកវិនិយោគជាអ្នកច្របោកហើយច្បាប់នៅក្នុងប្រទេសកម្ពុជានឹងគឺជាច្បាប់ដើម្បីស្វាគមន៍ពួកអក្រិតជនចោលឬក៏ច្បាប់ដើម្បីស្វាគមន៍អ្នកវិនិយោគអញ្ចឹងបានស្ដាប់សូនតារាទៅតែមានដំណោះស្រាយបងតាចុះដោះស្រាយមិនដោះស្រាយគឺអញ្ចឹងបងប្អូនណាបងប្អូនទៅដោះស្រាយរឿងកប៉ិកប៉ុកទៅចាប់មនុស្សចាប់20ឆ្នាំមួយជីវិតក៏មិនអស់ដែរចាប់មួយជីវិតក៏មិនអស់ដែរត្រូវចាប់អាប្រភពដើមគឺប្រព័ន្ធរដ្ឋការដឹកនាំមែនទេសមត្ថភាពនៃការដឹកនាំប្រទេសមួយលីដាមេលីងដែលអនុញ្ញាតឲ្យសង្គមនឹងវាទៅជាបែបហ្នឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតមករាវុនទូរទស្សន៍សូនតាស្រាប់ខោជិនបដិការផ្លាស់ប្ដូរផ្នែកគណិតពេលដែលបងប្អូនស្ដាប់ទៅថាផ្ទះកភ្លៀងខ្លួនឯងថាត្រូវមែនលោកគ្រូបើសិនជាសួរអ្នកប្រាជ្ញគណៈបព្វជជនខ្លះគេថាយើងត្រូវធ្វើចេះថាធ្វើអាម៉េចក៏ដោយឲ្យអាក្បាលធំសំខាន់នោះគឺប្រព័ន្ធដឹកនាំរដ្ឋអានឹងធំជាងគេដោះអានឹងចេញគឺដោះស្អីចេញទាំងអស់ដូចជានៅក្នុងរបបប៉ុលពតនឹងបងប្អូនចង់ដោះស្រាយបញ្ហាកិច្ចអំពីត្បូងចប់ថាកិច្ចយ៉ាងម៉េចក៏អត់ផុតដែរទាល់តែដោះអាក្បាលម៉ាស៊ីនធំរបស់វាមែនទេក្បាលម៉ាស៊ីនធំគឺយួនណាចូលឈ្លានពានវាយប៉ុលពតដួលទៅវាដោះចេញទាំងអស់ប៉ុន្តែបងប្អូនអង្គុយកិច្ចខំប្រឹងអត់មាត់ខំប្រឹងអត់ធ្មត់ខ្លាចគ្រប់កលៈទេសៈគឺបងប្អូនកិច្ចអត់បានទេនៅក្នុងសង្គមមួយបើកាលណាវាអយុត្តិធម៌ហើយកែវច័ន្ទបារាគឺគេមើលទៅលើក្បាលម៉ាស៊ីនរបស់វាធំនិងសមត្ថភាពនៃការដឹកនាំប្រទេសប្រធានបទទី1ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាស្រាប់ខោជិនបដិការផ្លាស់ប្ដូរផ្នត់គំនិតបងប្អូនឥឡូវច្បាប់អន្តរជាតិខ្ញុំនិយាយអំពីចំណេះដឹងទូទៅមួយសុធិនាសេរីសច្ចាយើងឃើញពិភពលោកបច្ចុប្បន្នមានលំនឹងគង់វង្សទៅបានដោយសារតែច្បាប់អន្តរជាតិពិភពលោកកាលពីដើមមិនមានច្បាប់អន្តរជាតិអត់មានអង្គការសហប្រជាជាតិគឺអាថុំស៊ីអាខ្សោយប្រទេសក្រិកម៉ាសេដូណាដឹកនាំដោយ Alexander the Great វាប៊ុនធាន Temple វាលុកកាត់រហូតចង់មកចំហៀងផែនដីប្រទេសចិនប្រទេសម៉ុងហ្គោលពេលដែលខ្លួនខ្លាំងវិទីទឹកដីពេលដែលខ្លួនខ្សោយគេវាយបកទៅវិញស្ទើរតែបាត់ប្រទេសទៅដូចជាម៉ុងហ្គោលអត្តរាជម៉ុងហ្គោលកាន់ចិនខាន់ស៊ីនេះគឺវិទីសិនមកចំហៀងពិភពលោកនេះលបឿនតបសេះលបឿនតបព្រួញតែខ្លាំងល្បីជាងគេគឺតបព្រួញនឹងតបសេះព្រោះក្នុងមួយថ្ងៃសម្រាប់វាយធ្វើដំណើរវាយដល់ទីណាគឺប្លន់ស្បៀងទៅនឹងរបស់ខាន់ស៊ីយុទ្ធសាស្ត្ររបស់ណែភូមិរបស់នេះណាស្អីណែម៉ុងហ្គោលបងប្អូន
ក្រោយមកក្រោយសម័យកាលសង្គ្រាមលោកលើកទី1មែនទេបន្ទាប់ពីសម័យអាណានិគមចាប់ផ្ដើមទុនខ្សោយពិភពលោកចាប់ផ្ដើមមានអង្គការមួយខ្ញុំនិយាយសៅបដាអានេះជាចំណេះដឹងទូទៅសម្រាប់អុកសុភ័ក្រសម្រាប់ប្រិយមិត្តយើងបានរៀនព្រោះអ្នកដែលចូលមើលទូរទស្សន៍សូនតារាមិនត្រឹមតែចូលមើលគឺបានចូលរៀនវិទ្យាសាស្ត្រនយោបាយរៀនប្រវត្តិសាស្ត្រនិងរៀនអំពីផ្នត់គំនិតនយោបាយណានឹងចំណេះដឹងសម្រាប់ជីវិតរបស់យើងដែរគឹមលីសុកក្រោយសង្គ្រាមលើកទី1ពិភពលោកមានអង្គការមួយឈ្មោះថាអង្គការសង្គមប្រជាជាតិអង្គការសង្គមប្រជាជាតិគឺដើរតួដើម្បីសន្តិសុខពិភពលោកនិយាយឲ្យខ្លីតំណាងឲ្យច្បាប់អន្តរជាតិក្រោយមកអ៊ីតាលីអាល្លឺម៉ង់បានរំលាយអង្គការសង្គមប្រជាជាតិតាមរយៈការចាប់ផ្ដើមធ្វើសង្គ្រាមវៀតទីអឺរ៉ុបដោយអាងតែខ្លួនមានកងទ័ពនិងសភាវុធខ្លាំងពេលនោះអាល្លឺម៉ង់បានវៀតទីណានៅសហគមន៍អឺរ៉ុបជាច្រើនកន្លែងប៉ុន្តែតាក់ពេកអសអាល្លឺម៉ង់ត្រូវបរាជ័យក្រោយពេលដែលអំនួតក្អេងក្អាងនោះត្រូវបានសហគមន៍អឺរ៉ុបមិនទាន់មានសហគមន៍ត្រូវបានអឺរ៉ុបនិងអាមេរិកទីចន្ទរមារួមសាមគ្គីគ្នាវាយអាល្លឺម៉ង់ចាញ់ហើយអាមេរិកបានទម្លាក់គ្រាប់បែកពីរគ្រាប់នៅទីក្រុងកាណាសាគីនៅរូជីម៉ាដែលហៅថាគ្រាប់បែកនុយក្លេអ៊ែរកាលពីជំនាន់មុននឹងខ្ទេចទីក្រុងមួយទាំងមូលហើយបច្ចុប្បន្នសមត្ថភាពគ្រាប់បែកនឹងគឺខ្លាំងជាងនឹងប្រហែលជា100ដងឯណោះក្រោយពេលសង្គ្រាមលោកលើកទី2ចប់ក៏ចាប់ផ្ដើមអង្គការសង្គមប្រជាជាតិកើតមានឡើងវិញដោយដូរឈ្មោះដាក់ថាអង្គការសហប្រជាជាតិអង្គការសហប្រជាជាតិដែលយើងមានបច្ចុប្បន្នហ្នឹងចាប់ផ្ដើមមានសមាជិកចូលរួមដើម្បីបញ្ចប់សង្គ្រាមហើយបង្កើតទៅនឹងច្បាប់អន្តរជាតិនៅក្នុងនោះមានតុលាការជាច្រើនដែលពាក់ព័ន្ធជាមួយនឹងអនុសញ្ញាអន្តរជាតិត្រូវបានបង្កើតឡើងដើម្បីធានាការពារប្រទេសនៅជុំវិញពិភពលោកឲ្យបញ្ចប់ការឈ្លានពាននិងសង្គ្រាមបន្ទាប់មកនៅលើពិភពលោកដើម្បីបញ្ចប់សង្គ្រាមគឺគេត្រូវតែមានច្បាប់អនុសញ្ញាអន្តរជាតិមួយថាពិភពលោកត្រូវតែទទួលយកដែនដីដែលបន្សល់ក្រោយអាណានិគមសពសៅរៈដែនដីដែលបន្សល់ដល់អាណានិគមមានន័យថាក្រោយអាណានិគមចាក់ចេញដែនដីដែលបន្សល់ជាផ្លូវការនៅត្រឹមណាគឺត្រូវបានទទួលស្គាល់ជាផែនទីអន្តរជាតិផែនទីអន្តរជាតិគឺជាទឹកដីដែលមានទំហំមានຂ្នាតមានរដ្ឋបាលដែលគេឲ្យឈ្មោះថាប្រទេសមានទំហំមានຂ្នាតមានរដ្ឋបាលដែលឈ្មោះថាប្រទេសហ្នឹងគឺស្របច្បាប់ដែលចុះបញ្ជីចូលទៅក្នុងអង្គការសហប្រជាជាតិឧទាហរណ៍កម្ពុជាមានផ្ទៃដីប្រមាណផ្ទៃដីហ្នឹងគឺមិនអាចកែប្រែបានទេបើយោងតាមច្បាប់អន្តរជាតិដោយសារតែច្បាប់អន្តរជាតិនេះហើយទើបកងទ័ពវៀតណាមជាង 10,000 នាក់ត្រឡប់ចេញពីប្រទេសកម្ពុជាដោយសារតែច្បាប់អន្តរជាតិណាហើយក្រោយមកទៀតច្បាប់អន្តរជាតិនេះគឺបានធានាការពារដោយពិភពលោកបង្កើតនៅតុលាការផ្សេងៗដូចជាតុលាការ ICJ ខ្លះក៏តាមខ្ញុំដឹងក៏ជាសាខារបស់អង្គការសហជាតិដែរបង្កើតអង្គការមួយចំនួនពាក់ព័ន្ធជាមួយនឹងចុះបញ្ជីបេតិកភណ្ឌពិភពលោក UNESCO អានឹងក៏ជាផ្នែកមួយនៃអង្គការសហជាតិដែរដូចជាពាក់ព័ន្ធជាមួយនឹងសិទ្ធិមនុស្ស UNHCR ក៏ពាក់ព័ន្ធជាមួយនឹងអង្គការសហជាតិដែរដើម្បីអីគោលដៅរបស់អង្គការសហជាតិមានបេសកកម្មមិនមែនមានតែមួយទេគឺវាមានដូចជាអង្គការស្បៀងអាហារពិភពលោកអានឹងក៏ផ្នែកមួយរបស់អង្គការសហប្រជាជាតិគឺដើម្បីភាពអត់ឃ្លានអង្គការ UNESCO គឺដើម្បីអភិរក្សវប្បធម៌អក្សរសាស្ត្រអីណាវប្បធម៌សិល្បៈមនុស្សជាតិវប្បធម៌ធម្មជាតិអីចឹងទៅចាំបងប្អូនឃើញគេហៅថា UNESCO បេតិកភណ្ឌពិភពលោកជាប្រាសាទព្រះវិហារអីហ្នឹងដូចជាអង្គការពាក់ព័ន្ធជាមួយសិទ្ធិមនុស្សដូច UNHCR ចឹងទៅអង្គការសន្តិសុខគេហៅថាក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិក្នុងនោះមានប្រទេសមហាអំណាចទាំង5ដូចជាអាមេរិកបារាំងអង់គ្លេសអាល្លឺម៉ង់ចិននេះចឹងទៅអាហ្នឹងគឺសុទ្ធតែជាសាវតានៃខ្ញុំចង់និយាយអំពីច្បាប់អន្តរជាតិមួយច្បាប់អន្តរជាតិបានធ្វើឲ្យកម្ពុជាក្រោមคล้ายទៅជាទឹកដីយួនណាដោយស្របច្បាប់ហ្នឹងច្បាប់អន្តរជាតិដែរច្បាប់អន្តរជាតិគឺបានធ្វើឲ្យកម្ពុជាក្រោមคล้ายទៅជាទឹកដីយួនដោយស្របច្បាប់ច្បាប់អន្តរជាតិបានធ្វើឲ្យកម្ពុជាមែនទេមានរហូតមកទល់បច្ចុប្បន្ន
ណាឥឡូវយើងពិចារណាវិញបើនិយាយអំពីប្រទេសកម្ពុជាដែលខ្ញុំនៅតែរំលឹករឿងប្រវត្តិសាស្ត្រមួយគឺពាក់ព័ន្ធជាមួយនឹងស្ដេចអង្គឌួងដែលគាត់មើលឃើញថាបើគាត់រស់នៅក្រោមយួននិងថៃនិងសៀមប្រទេសកម្ពុជាមិនយូរមិនឆាប់នឹងបាត់បង់ពីផែនទីពិភពលោកពេលនោះគាត់បានព្យាយាមទៅតាក់ទងប្រាំងមួយលើកជាពីរលើកប៉ុន្តែថៃដឹងត្រូវថៃណែកាត់គាត់រហូតហើយក្នុងរឿងពាណិជ្ជកម្មដូចគ្នាគាត់មើលឃើញថាប្រទេសកម្ពុជាអត់មានអីក្រៅតែពីជាអ្នកកាលពីនៅក្រោមអាណាត្រួតត្រារបស់ថៃឥទ្ធិពលរបស់ថៃនឹងក្រៅតែពីធ្វើស្រែចម្ការយកស៊ុយសាកអត់ឲ្យថៃទេហើយដើម្បីឲ្យប្រទេសកម្ពុជាមានសេដ្ឋកិច្ចមានសភាវុធមានកម្លាំងខ្លាំងក្លាស្រីម៉ៅគឺត្រូវតែមានតំណែងតំណងជាមួយនឹងអឺរ៉ុបស្ដេចអង្គឌួងក៏ចាប់ផ្ដើមចង់តាក់ទងជាមួយអឺរ៉ុបមិនមែនតែបារាំងទេណាតាមរយៈតំណែងតំណងពាណិជ្ជកម្មសេដ្ឋកិច្ចប៉ុន្តែទៅថៃកាត់បានពេលដែលដឹងអញ្ចឹងឥឡូវនេះដូចที่ខ្ញុំលើកឡើងអញ្ចឹងថាបើយើងដើម្បីឲ្យប្រទេសកម្ពុជាមានអំណាចខ្លាំងក្លាគឺកម្ពុជាមិនអាចទៅតាក់ទងចិនមែនទេឲ្យចិនការពារឬក៏ឲ្យថៃឲ្យយួនការពារបានទេគឺពួកនោះវាត្រៀមតែលេបទេមានតែអឺរ៉ុបបារាំងឬក៏អាមេរិកបើសម្រាប់ខ្ញុំទោះយ៉ាងណាក៏ដោយខ្ញុំសម្រាប់សូនតារានៅនិយាយដែរគោលចំហរបស់ខ្ញុំគឺជាសម្ព័ន្ធមិត្តដូចជប៉ុនអាមេរិកសម្ព័ន្ធមិត្តរបស់អាមេរិកដូចជប៉ុនអញ្ចឹងអានេះជាទស្សនៈដឹកនាំរបស់ខ្ញុំគឺអត់មានអីទស្សនៈអីក្រៅពីហ្នឹងមនុស្សយើងមានគោលចំហខុសគ្នាសំណាងមកអញ្ចឹងបានថាអ្នកណាដែលមិនគ្រប់គ្រងសូនតារាគឺអត់ទៅអ្នកណាគ្រប់គ្រងទៅព្រោះទស្សនៈសូនតារាគឺដូចខ្ញុំទៅជប៉ុនអញ្ចឹងខ្ញុំអត់ខ្លាចទេព្រោះខ្ញុំយកគំរូតាមស្ដេចអង្គឌួងប្រទេសជាតិយើងគង់វង្សហើយដោយសារស្ដេចអង្គឌួងបឹងអឺរ៉ុបឬបារាំងទេមិននេះជំនាន់នោះស្ដេចអង្គឌួងមិនអាចទៅពឹងចិនបានទេចិនបោះបង់ចោលប្រទេសកម្ពុជារាជវង្សមេងនេះបងប្អូនមានមើលប្រវត្តិសាស្ត្ររាជវង្សមេងនេះបោះបង់សម្ព័ន្ធមិត្តជាមួយកម្ពុជាដោយទៅចាក់ថៃពីព្រោះថៃថាអាប្រទេសកម្ពុជានឹងណាគឺថៃកាន់កាត់ទាំងអស់ហើយមានឯកសារខ្លះសរសេរអញ្ចឹងចិនចាប់ផ្ដើមបោះបង់ចោលប្រទេសកម្ពុជាបាត់បងប្អូនទៅមើលអានប្រវត្តិសាស្ត្រអាហ្នឹងគឺនិយាយផ្សាយបណ្ដាមកក្រោយមកទៀតក្រោយពីអាណានិគមច្បាប់អន្តរជាតិអង្គការសហប្រជាជាតិហើយប្រទេសកម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិមានហើយគឺប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសជាផ្លូវការគឺមានផ្ទៃដី 181,035 តាមរយៈផែនទីដែលបន្សល់ដោយអាណានិគមនិងតម្កល់នៅអង្គការសហប្រជាជាតិទទួលស្គាល់ជាអន្តរជាតិអញ្ចឹងបានជាខ្ញុំតែងតែដាក់សារចុងក្រោយថាថៃត្រូវតែដកទ័ពចេញពីកម្ពុជាជាដែនអធិបតេយ្យភាពកម្ពុជាហើយខ្ញុំតែងតែនិយាយថាហ៊ុនម៉ាណែតបើគាត់មានសមត្ថភាពគឺគាត់អត់អាចឥឡូវនេះបើប្រៀបធៀបនឹងកម្លាំងសភាវុធយើងមិនអាចប្រៀបជាមួយថៃទៅធ្វើសង្គ្រាមបានទេថៃដែលចង់ទៅធ្វើសង្គ្រាមទេពីព្រោះវាយកឱកាសឃើញពិភពលោកកំពុងតែច្របូកច្របល់វាឆ្លៀតឱកាសនឹងដើម្បីខំយើងស៊ីប៉ុន្តែទោះយ៉ាងណាក៏ដោយកម្លាំងសាមគ្គីទោះជាហ៊ុនសែនគាត់ចាប់មនុស្សដាក់គុកอะไรទៀតខ្ញុំនិយាយហ្នឹងណាខ្មែរយើងទូទាំងពិភពលោកទាំងនៅក្រៅប្រទេសគឺបដោតការយកចិត្តទុកដាក់សំខាន់ទៅលើអ្វីទៅលើច្បាប់អន្តរជាតិច្បាប់អន្តរជាតិគឺទៅលើអីទៅលើកម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិមែនទេតែអង្គការសហប្រជាជាតិអាចបាត់បេក្ខភាពសមាជិកប្រទេសកម្ពុជាបានយ៉ាងដូចម្តេចប្រទេសមួយណាដែលគេទទួលស្គាល់ថាជារដ្ឋជាប្រទេសហើយមិនអាចបាត់ចេញពីអង្គការសហប្រជាជាតិទេហើយជាសមាជិកអង្គការសហប្រជាជាតិអង្គការសហប្រជាជាតិត្រូវតែមានកាតព្វកិច្ចការពារសមាជិករបស់ខ្លួនអញ្ចឹងហើយបានជាប្រទេសមួយដែលគេការពារកុំឲ្យបាត់ទៅដូចជាប៉ាឡេស្ទីនបារាំងប្រធានាធិបតីម៉ាក្រុងណាគាត់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបងប្អូនមានសារៈសំខាន់ណាហេតុអីបានជាបារាំងពិភពលោកភាគច្រើននៅអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបងប្អូនមិនដឹងទេរដ្ឋមានតែប្រទេសមែនទេប្រទេសរដ្ឋគឺប្រទេសបើកាលណាគេទទួលស្គាល់ថាវាជារដ្ឋប៉ាឡេស្ទីនមានន័យថាប៉ាឡេស្ទីនជាប្រទេសបើជាប្រទេសវាអត់បាត់បង់ទេវាអត់បាត់បង់ទេអានេះជារឿងសំខាន់ដែលខ្ញុំចង់ចូលរួមចំណែកឲ្យបងប្អូនយើងរៀនអំពីតំណែងតំណងអន្តរជាតិរៀនអំពីប្រវត្តិសាស្ត្ររៀនអំពីវិទ្យាសាស្ត្រនយោបាយរៀនអំពីច្បាប់អន្តរជាតិនេះគឺវាចឹងហើយណាអញ្ចឹងប្រទេសអញ្ចឹងប៉ាឡេស្ទីនឧទាហរណ៍ទោះជាអ៊ីស្រាអែលកាន់កាប់ទាំងស្រុងគ្រាន់តែមានន័យថាអ៊ីស្រាអែលកាន់កាប់ប៉ាឡេស្ទីនប៉ុន្តែអត់អាចក្រែងលោកទៅភពលោកនឹងកាន់តែសាហាវមិនដឹងវារំលាយច្បាប់អន្តរជាតិចោលទេលើកលែងតែរំលាយច្បាប់អន្តរជាតិអង្គការសហប្រជាជាតិរលាយពិភពលោករលាយអស់នេះហើយទើបប៉ាឡេស្ទីនណាអាចរលាយបានបើអត់ទេគឺគ្រាន់តែថាទឹកដីនឹងអ៊ីស្រាអែលកាន់កាប់ប៉ុន្តែជារដ្ឋប៉ាឡេស្ទីន
បើសិនបើអង្គការសហប្រជាជាតិទទួលស្គាល់ជារដ្ឋប៉ាឡេស្ទីនដូចប្រទេសកម្ពុជាខ្ញុំនិយាយត្រឡប់ទៅវិញរយក្បាលខៀវក្រោយឆ្នាំ1979កងទ័ពវៀតណាមជាង13នាក់ឈ្លានពានកាន់កាប់ទឹកដីកម្ពុជាសួរថាកម្ពុជាមិនបានវាមិនរលាយតាមពិតណាយួនលេបបាត់បានទៅយួនលេបបានទៅម៉ាត់ស៊ូព្រីប៉ុន្តែដោយសារតែច្បាប់អន្តរជាតិនឹងសឹមសម្បូរដែលបង្ខំឲ្យយួនដកទ័ពចេញពីកម្ពុជាឃើញទេយួនដកទ័ពចេញពីកម្ពុជាទោះជាយួនសកុនព្រីត្រួតត្រាប្រទេសកម្ពុជាឆ្នាំ1979ជាតិ10ឆ្នាំ79ដល់ឆ្នាំ89 10ឆ្នាំក៏ទីបំផុតនៅតែដកចេញពីប្រទេសកម្ពុជាដែរពីព្រោះអីពីព្រោះគ្រាន់តែវាប្រទេសហ្នឹងវាជារដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិដែលអន្តរជាតិទទួលស្គាល់ថាជាប្រទេសកម្ពុជាមានកៅអីនៅអង្គការសហប្រជាជាតិមានទំហំដីច្បាស់លាស់មែនទេអញ្ចឹងអានឹងជាកត្តាសំខាន់ណាដែលកម្ពុជាត្រូវតែច្បាំងតតាំងជាមួយនឹងប្រទេសដែលចង់លេបត្របាក់ទឹកដីកម្ពុជារុះមិនយូរចិនប្រការតាមផ្លូវអន្តរជាតិហើយបើអ្នកបើហ៊ុនម៉ាណែតគាត់ដឹកនាំប្រទេសដើរខុសពីសន្តិរដ្ឋគឺខុសរលាយងាប់បាត់បង់ទឹកដីខូចទ្រព្យសម្បត្តិគឺងាប់ហើយព្យាយាមមែនទេទោះជាថៃបបួលច្បាស់ណាទូរស័ព្ទប្រាប់ថាខ្ញុំចាញ់ហើយឃើញទំសុកគាត់និយាយនៅត្នេះមួយគាត់និយាយត្នេះមួយត្រូវណាគាត់ថាថៃវាយតលតែហ៊ុនសែនហ្នឹងសំពះចោះចាញ់បសុនរាលីសុកលៀនខ្ញុំថាបើសិនជាខ្ញុំថាខ្ញុំចោះចាញ់ហើយវាយសំពះខ្ញុំក៏សុកចិត្តសំពះដែរមែនទេពីព្រោះអីខ្ញុំថាឥឡូវខ្ញុំប្រាប់ផ្ទាល់មកថាថៃខ្លាំងណាស់កម្ពុជាខ្សោយខ្ញុំមានថាអញ្ចឹងទូរស័ព្ទទៅផ្ទាល់មកយើងអត់អាចធ្វើសង្គ្រាមអត់អាចខ្មាស់គេទេទទួលស្គាល់ថាពិតអ្វីបច្ចុប្បន្ននេះប្រជាជនខ្លាចក៏អត់ខ្លាចហ៊ុនសែនដាក់ខ្លួនទេទីខ្ញុំនិយាយលេខខ្ញុំនេះអ្នកកូនសិស្សសូនរាដែលកំពុងតែមើលសូនរាកំពុងតែនិយាយថាអូលោកគ្រូកំពុងនិយាយត្រូវមនុស្សបច្ចុប្បន្នភ័យខ្លាចហ៊ុនសែនអួតទេខ្លាចហ៊ុនសែនអួតមកថៃខាងដាក់ប្រុនបច្ចុប្បន្នហ្នឹងណាហ៊ុនសែនគាត់ដាក់ខ្លួនណាគាត់សំវថៃក៏ប្រជាជនរកខាងដែរសំវថៃជារកខាងបើសូនរាខ្ញុំអត់អីទេហើយច្បាស់ឧទាហរណ៍ថាបើហ៊ុនសែនដើរផ្លូវនេះខ្ញុំឧទាហរណ៍ទេណាវាច្បាស់ជាមានណាមតិផ្សេងគ្នាវាយប្រហារហ៊ុនសែនថាហ៊ុនសែនកំសាកញីកំសាកញោកចេះប៉ុន្តែនយោបាយគឺអត់សំខាន់លើពាក្យសម្ដីនរណាទេនយោបាយគឺសំខាន់លើលទ្ធផលបើយើងក្អេងក្អាងចង្កេងចង្ងាំងលទ្ធផលបាត់ដីអស់រាប់ស្មើនឹងខេត្តមួយបច្ចុប្បន្នហ្នឹងណាអានឹងគឺយើងកាន់តែខ្មាស់គេកាន់តែភ័យនឹងសម្ដីយើងបើកមាត់មកគេភ័យញ័រទៅតាត់ទេអើយអាមិនទៀតអញដូចខ្ញុំនិយាយរឿងដែលសាមកុកឆាវគាត់តែបើកមាត់មកងាប់ទាហានអស់100បើកមាត់ងាប់ទាហានអស់100បើកមាត់ទី3គេខ្ទប់ចិត្តឡាយមុំអញ្ចឹងបើសម្រាប់បើថាទំសុកគាត់ចង់ឲ្យថាហ៊ុនសែនហ្នឹងថាធ្វើសម្បើមថាមិនក៏អត់នេះដាក់ទៅប្រសូនតាអាចគិតផ្ទុយវិញខ្ញុំមើលទឹកដីវាធំខ្ញុំអត់ចង់ឈ្នះហ៊ុនសែនទេខ្ញុំចេះវិញណាបើខ្ញុំហ៊ុនសែនគាត់ជាមនុស្សសូនតារាជាមនុស្សយើងជាមនុស្សគឺតែងតែកើតមកឲ្យស្លាប់ទៅវិញណាគ្រប់គ្នាទាំងអស់ជាមនុស្សកើតមកឲ្យស្លាប់ទៅវិញអញ្ចឹងខ្ញុំអត់ចង់ឈ្នះហ៊ុនសែនទេខ្ញុំអត់មើលហ៊ុនសែនជាសំខាន់សម្រាប់ខ្ញុំប៉ុន្តែទឹកដីមិនអាចស្លាប់ទេបងប្អូនឥឡូវយើងមើលកម្ពុជាក្រោមយើងមើលសុរិនប្រហែល1000ឆ្នាំទៀតក៏នៅតែថៃដែរប៉ុន្តែមនុស្សស្លាប់ប្រហែល1000ឆ្នាំយើងទាំងអស់គ្នាសុទ្ធតែអាចស្លាប់ទេមែនទេអញ្ចឹងពេលដែលយើងគិតរឿងទឹកដីយើងចង់បើខ្ញុំបើសម្រាប់បើខ្ញុំនិយាយអំពីការប្រកួតប្រជែងអំណាចនេះតាមបែបលទ្ធិប្រជាធិបតេយ្យខ្ញុំចង់ឈ្នះហ៊ុនសែនណាតាមសមត្ថភាពរបស់ខ្ញុំប៉ុន្តែរឿងទឹកដីអ្នកផ្សេងគិតខុសពីខ្ញុំជារឿងជាទស្សនៈរឿងទឹកដីណាខ្ញុំអត់ចង់ឈ្នះហ៊ុនសែនទេចឹងវិញតែនេះពីព្រោះខ្ញុំសម្លឹងមើលទៅឃើញថាជាតិកម្ពុជាគង់វង្សអមតៈហ៊ុនសែនស្លាប់យ៉ាងយូរ10-20ឆ្នាំទៀតចុះទឹកដីកម្ពុជាបងប្អូនត្រូវមានទស្សនៈនឹងបើបងប្អូនមានទស្សនៈនឹងណាគឺបងប្អូនអត់មានអធិពលចាំជាអត់មានអធិពលបុគ្គលទេបើបងប្អូនយកទឹកដីជាសំខាន់យកទឹកដីប្រទេសជាតិជាសំខាន់ណាអធិពលបុគ្គលដែលជះមកលើខ្លួនបងប្អូនមានតែពេលនោះបងប្អូនឈរនៅលើរឿងចម្ពាក់ពីរិសនរាជគឺយុត្តិធម៌និងសច្ចធម៌ប៉ុន្តែបើបងប្អូនបដោតលើការកាន់ជើងបុគ្គល
ទឹកដីនឹងរលាយហើយលីតាជាទូទឹកដីនឹងរលាយហើយពីព្រោះបងប្អូនតាមបុគ្គលនឹងកាត់ដីឲ្យគេបងប្អូនកាត់ដីបុគ្គលនឹងអួតបងប្អូនអួតបុគ្គលនឹងអន់បងប្អូនអន់តាមហ្នឹងបុគ្គលនឹងអួតបងប្អូនអួតបុគ្គលដល់បុគ្គលនឹងអន់ណារំលែកទៅបងប្អូនការពារភាពអន់របស់បុគ្គលនឹងទៅឃើញទេលើកអីផ្សេងមកបិទបាំងភាពអន់មីកសម្បូរអញ្ចឹងកន្លែងនេះណាបើខ្ញុំទៅទៀតថាបើសិនជាហ៊ុនសែនគាត់ធ្វើអន់ដាក់ថៃគាត់ធ្វើអន់ដាក់ថៃប៉ុន្តែគាត់អាចនេះបញ្ជាការវាប្រហារដែលវានាំឲ្យបាត់បង់ណាអន់ទៅក៏មានខុសអីដែរមើលណាកុំខ្លាចចំសុកថាមើលណាអត់ទេឡើយទៅខ្លាចអីខ្ញុំនិយាយរឿងមួយរឿងនេះវាតែងតែពិតព្រោះរឿងទស្សនវិជ្ជារឿងទស្សនវិជ្ជាណាថាវិមីគឺពីអ្នកប្តីប្រពន្ធជីសេះតែរឿងហ្នឹងក្នុងសាលាមិនសួរគេមានរៀនដែរពីអ្នកប្តីប្រពន្ធជីសេះស្រាប់តែជីទៅអ្នកស្រុកគេថាអូចុះអាក្រក់សេះមិនសេះក៏ប៉ុណ្ណឹងធ្វើបាបគ្នាជីដល់2នាក់ដល់តែពេលហ្នឹងមែនទេប្រពន្ធហ្នឹងក៏ចុះទៅទុកឲ្យប្តីជីដើរទៅមុខតិចទៀតទៅស្រាប់តែគេចង្អុលថាងាប់ហើយយកប្តីក៏ចិត្តអាក្រក់ម៉េះមានសេះហើយឲ្យប្រពន្ធដឹកឲ្យខ្លួនឯងជីដល់ទៅពេលខ្លាចគេថាទៀតធ្វើម៉េចចុះដើរទាំង2នាក់ដល់ទៅពេលចុះដើរទាំង2នាក់ទៅមុខទៀតទៅស្រាប់តែគេថាអូយពីអ្នកប្តីប្រពន្ធនោះភ្លើមានសេះមិនចេះជីសុកចិត្តបដើមែនទេដល់តែពេលចឹងគេថាចំអាមិនចឹងអញមែនទេដើរទៅមុខទៀតនីតាសំគាត់ថាបើមិននិយាយចឹងយកសេះទៅចងចោលទៅមកយកសេះទៅចងដើរដឹកដៃប្តីប្រពន្ធ2នាក់ស្រាប់តែដល់គេថាទៀតវងវ៉ាចុះពីអ្នកប្តីប្រពន្ធភ្លើមានសេះហ្នឹងមិនជីបែរយកទៅបោះចោលបើយើងអត់ស្គាល់គោលដៅទេណាហើយយើងវិលតាមសម្ដីរបស់អ្នកដទៃណាគឺយើងឈួតមកត្រូវដឹងថាគោលដៅចង់បានអីអត់ទេរសូនតារាគោលដៅខ្ញុំចង់បានសន្តិសុខដល់តាព្រំដែនអត់ទេរ៉េចខ្ញុំចង់បានសន្តិសុខគោលដៅខ្ញុំតែប៉ុណ្្នឹងទេហើយតែខ្ញុំធ្វើយុទ្ធសាស្ត្រមួយទេយុទ្ធសាស្ត្រស្អីក៏ដោយមែនទេគឺគេអត់បដោតលើសម្ដីអ្នកដទៃបដោតលទ្ធផលខ្ញុំធ្វើទៅដកតឡាលួសបានដីមកវិញឃើញទេច្បាប់អន្តរជាតិដំណើរការអង្គការសហជីវជាតិប្រតិកម្មទទួលស្គាល់បូរណភាពទឹកដីខ្ញុំធ្វើទៅស្រាប់តែវាការពារទឹកដីដែលថៃចូលមកនោះបូណាដែលបាត់បង់នឹងត្រឡប់មកវិញមែនទេអញ្ចឹងណាតើអ្នកឯងថាសូនរៈអន់អូជនទំសាអីថាទៅខ្ញុំអរគុណទៅទៀតប៉ុន្តែវាអត់ឥឡូវនេះលទ្ធផលវាអត់មានសំខាន់ទេបើកាលណាលទ្ធផលមិនមានទីឡូវេចអានេះគឺគេនិយាយថាម៉េចក៏យើងខុសដែរណាបើសិនជាយើងបើខ្ញុំលើកឧទាហរណ៍ថាគ្រូសាមួយឪពុកជំទាស់ជាមួយនឹងកូនធ្វើចំនួនណាមុខវិជ្ជាមួយឪពុកម្ដាយចង់ឲ្យកូនទៅរៀនពេទ្យតែកូននឹងទៅរកស៊ីបើកក្រុមហ៊ុនបើកចំនួនអីតូចមួយមែនទេដើម្បីដឹងថាកូននឹងដើរផ្លូវត្រូវ10ឆ្នាំក្រោយមកកូននឹងជាប្រធានក្រុមហ៊ុនណាលទ្ធផលវាបានប្រាប់ថាអញខាត់កូនខុសលទ្ធផលណាមែនទេប៉ុន្តែបើសិនជាយើងអត់បង្ហាញលទ្ធផលទេមានន័យថាយើងខុសអត់ស្ដាប់យើងស្រាប់តែប៉ែឡោផឹកស៊ីអត់មានកំណើតទេណាប្រាក់ខែ100 200បើឲ្យតាមទៅឲ្យរៀនពេទ្យណារៀនបកែអញ្ចឹងណានេះឪបងលុយឲ្យមិនបដិសេធទេម្លេះអ្នកឯងខ្លាយទៅជាវិជ្ជបណ្ឌិតបាត់ហើយប៉ុន្តែស្រាប់តែលទ្ធផលហ្នឹងកូនវាខ្លាយទៅជាក្រុមហ៊ុនឬក៏បើកក្រុមហ៊ុនលោកថ្នាំជួលគ្រូពេទ្យមកទៀតតែកូននឹងខ្លាយទៅកែវិជ្ជបណ្ឌិតជាច្រើនចេញពីសាលាមកជាបុគ្គលិករបស់កូនហ្នឹងអាហ្នឹងវាលទ្ធផលឥឡូវសួរថាហ៊ុនម៉ាណែតណាគាត់រំពឹងលទ្ធផលអីលទ្ធផលប្រជាជនអត់មានចង់បានទេថ្ងៃណាបានដីមកវិញអញ្ចឹងបានជាខ្ញុំត្រឡប់មកចំណុចនេះនិយាយច្រំតែរឿងច្បាប់អន្តរជាតិបើគ្មានច្បាប់អន្តរជាតិបើខ្មែរមិនពឹងច្បាប់អន្តរជាតិប្រទេសកម្ពុជាអាចបាត់បង់24ម៉ោងបាត់បង់24ម៉ោងយើងមើលកម្លាំងយួនយើងមើលកម្លាំងសៀមបើអត់មានច្បាប់អន្តរជាតិណាដូច្នេះត្រូវធ្វើម៉េចស៊ីនរ៉ាត្រូវតែបដិដឹងខ្ញុំមានការអន់ចិត្តណាស់ប៉ុន្តែខ្ញុំគ្រប់គ្រងចំណុចមួយម្សិលមិញឃើញในរដ្ឋសភានៃរបបហ៊ុនអនុម័តអនុសញ្ញាសមុទ្ររបស់តាមអនុសញ្ញារបស់អង្គការសហជីវជាតិ
cứ chỉចំណុចចាប់ផ្ដើមនៃការដើរផ្លូវត្រូវហើយខ្ញុំឃើញមន្ត្រីគណៈបព្វប្រឆាំងគ្រប់គ្រងច្រើនគេគ្រប់គ្រងតែរឿងការពីជាតិទឹកដីទេណារឿងយើងបាត់បង់ទឹកដីគេអត់គ្រប់គ្រងទេហើយយើងត្រូវទៅសុំឲ្យខ្លួនឯងក៏មិនគ្រប់គ្រងដែរណាហ៊ុនម៉ាណែតបើគាត់ដឹកនាំឲ្យបាត់បង់ទឹកដីយើងត្រូវគិតថាមិនមែនតែប្រជាជនមិនមែនតែគណៈបព្វប្រឆាំងទេដែលមិនគ្រប់គ្រងការបាត់បង់ទឹកដីសូម្បីតែហ៊ុនម៉ាណែតខ្លួនឯងក៏ត្រូវតែប្រឹងប្រែងណាដើម្បីកុំឲ្យបាត់បង់ទឹកដីអាការប្រឹងប្រែងកុំឲ្យបាត់បង់ទឹកដីហ្នឹងហើយដែលហៅថាមិនគ្រប់គ្រងខ្លួនឯងខ្វាន់ជូលីណាអញ្ចឹងខ្ញុំឃើញអ៊ំសំអានបង្ហោះខ្ញុំតូចចិត្តដែលហ៊ុនម៉ាណែតអត់បានប្តឹងទៅតុលាការ ICJ និងអង្គការសហប្រជាជាតិដើម្បីការពារទឹកដីពីព្រោះអត់មានមធ្យោបាយណាក្រៅតែពីការប្តឹងទៅតុលាការអន្តរជាតិរដ្ឋនច័ន្ទនឹងការពារទឹកដីទេខ្ញុំតូចចិត្តណាស់ដល់លើកម្ពុជាដែលមនុស្សជាច្រើននិយាយថាពីមុនអូបើសិនជាថៃមិនបើយើងប្តឹងនាំឲ្យថៃវាយចុះឥឡូវយើងបាត់ដីអស់ប្រហែលខេត្តណាប្រហែលខេត្តមិនចង់និយាយមួយខេត្តមួយបាត់ទេព្រំដែនជាប់ខេត្តហ្នឹងទៅប្រហែលពាន់ប្រហែលម៉ឺនគ្រួសារគ្រាន់ណាគ្រាន់តាមយោងតាមព័ត៌មានគ្រាន់តែខេត្តបន្ទាយមានជ័យមួយបាត់អស់ជាង2000គ្រួសារ2000ខ្នងខុនពូចុះខេត្តទាំងអស់នៅតាមជាប់ព្រំដែន5ខេត្ត2 5ដងវាប្រហែលវាមិន10ឧទាហរណ៍យើងគិតជាមធ្យមភាគ2 5ដង10សូសាមេរីអញ្ចឹងវាមានថារាប់ម៉ឺនគ្រួសារហើយហ៎សួរថាចុះអាគេថាប្តឹងទៅខ្លាចថៃទៅចុះអាមិនប្តឹងបច្ចុប្បន្នហ្នឹងវាឃើញទឹកដីយើងបាត់បង់ថៃដាក់បលាលុះហើយបន្តការគម្រាមកំហែងផ្នែកសង្គ្រាមសពាវុធមកលើយើងទៀតចុះយើងចាំពេលណាចាំតែបាត់ប្រទេសមួយទាំងមូលមែនទេចាំតើទៅឲ្យកងទ័ពរបស់ថៃនេះត្រួតត្រាដូចនៅប៉ាឡេស្ទីននៅហ្គាហ្សាកងទ័ពអ៊ីស្រាអែលគ្រប់គ្រងទាំងស្រុងតាមចាំយើងប្តឹងតើអ្នកឯងមានសមត្ថភាពទទួលខុសត្រូវចំពោះទឹកដីនៃប្រទេសកម្ពុជាបច្ចុប្បន្នណារាប់ម៉ឺនគ្រួសារដែលប្រជាជនកំពុងតែរស់យ៉ាងវេទនានៅទេក្នុងនាមខ្ញុំសូនតារាអត់ទទួលខុសត្រូវទេចូលរួមចំណែកណាឈឺចាប់នឹងការពារជាតិហើយត្រូវតែមានទំនួលខុសត្រូវសម្រាប់ចូលរួមការពារជាតិទេប៉ុន្តែអ្នកដែលទទួលខុសត្រូវចាន់ជីគឺអ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នហ៊ុនម៉ាណែតខ្ញុំមានការទុកចិត្តណាស់ខ្ញុំអត់ចឹងបានតែខ្ញុំលើកឡើងរបាញ់មិញនេះណាដោយលោកកំសុកគាត់លើកឡើងអំពីថាថៃវាយហ៊ុនសែនតើហ៊ុនសែនអំបចឹងថាហ៊ុនសែនអំបក៏មិនអីដែរបើខ្ញុំអំបក៏បានដែរអត់អីទេតែអំបទូរស័ព្ទនិយាយទៅទាំងទៅមិនរួចទេសុំចុះចាញ់ហើយប៉ុណ្្នឹងបានហើយកម្ពុជាអត់មានទាហានអត់មានទ័ពអីទេយើងគ្រាន់តែថាសុំតែធ្វើម៉េចយើងដោះស្រាយតាមដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិទៅកម្ពុជាជារដ្ឋឯករាជ្យកម្ពុជាមានកៅអីនៅអង្គការសហជីវជាតិណាមិនអាចទៅដកកៅអីថៃមកគ្រប់គ្រងកៅអីកម្ពុជាចំនួននេះបានទេមិនអាចទេមែនទេយើងមានអំបអញ្ចឹងថាស្ពះអំបក៏បានហើយតែខ្ញុំថាអញ្ចឹងការដឹកនាំប្រទេសគេអត់សំខាន់ទៅលើពាក្យសម្ដីឌឺដងរបស់អ្នកដទៃទេសំខាន់គឺគោលដៅយូកូជីគូសំខាន់គោលដៅតើយើងសម្រេចអីសូនហេងតែហំតែដូចខ្ញុំលើកឡើងបាញ់មិនអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាឪពុកចង់ឲ្យកូនរៀនវិជ្ជាបណ្ឌិតកូនចង់រកស៊ីណាបើសិនជាកូននឹងចោលមកសៀតឪច្បាស់ជានិយាយថាឯងបើអញឲ្យរៀនពេទ្យមិនអញ្ចឹងទេខ្លាយជាទូទានប៉ុន្តែបើសិនជាកូននឹងជោគជ័យខ្លាយទៅជាប្រធានក្រុមហ៊ុនលោកថ្នាំពេទ្យជួលគ្រូពេទ្យមកទៅទៀតមានន័យថាដើរត្រូវលទ្ធផលមានដឹកនាំគេផ្ដោតទៅលើលទ្ធផលទេបើខ្លួនឯងដឹកនាំអត់លទ្ធផលហើយថៃកាន់តែដាក់បលាលុះកាន់តែរង្កិលណាប្រជាជនកាន់តែរងចាំរាប់សិបឆ្នាំទទួលខុសត្រូវយ៉ាងម៉េចខ្ញុំចេះតែឆ្ងល់ចេះសួរណាទទួលខុសត្រូវយ៉ាងម៉េចបណ្ដេញប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតសម្រាប់ខ្ញុំអត់ខ្វល់ថាហ៊ុនសែនឬហ៊ុនម៉ាណែតណាគាត់ធ្វើវិធីសាស្ត្រយ៉ាងម៉េចដាក់ថៃទេអ្វីដែលខ្ញុំខ្វល់គឺលទ្ធផលហើយមិនមែនសូនតារាខ្វល់ទេអ្វីដែលប្រជាជនខ្វល់ដែរគឺលទ្ធផលប្រជាជននិងមហាជនចាំមើលតែលទ្ធផលទេឲ្យតែបានលទ្ធផលអានឹងគឺមិនទោះអ្នកឯងថាទៅហើយមិនបាច់ទៅចំណាយពេលមើលខមមិនចាប់មនុស្សដាក់គុកតែតិចទៀតខ្ញុំនិយាយឲ្យចំណុចនេះណាចាប់មនុស្សដាក់គុកនឹងវាយ៉ាងម៉េចដូច្នេះសរុបសេចក្តីមកបើយើងមិនពឹងច្បាប់អន្តរជាតិប្រទេសកម្ពុជារលាយ24ម៉ោងហើយបើយើងពឹងអន្តរជាតិត្រូវមានគោល3សំខាន់ទី1បដិងខ្ញុំនៅតែនិយាយដដែលបដិង
tới từ là các anh trả chết ICJ cái thằng bảo đấng nó mày thấy không cho anh mình đấng rồi ngày bạc mà mơn cru xa này ha anh nâng là tập tháo tới một bị ca mình đấng đó thứ ta riêng trong mấy cái sắp đấng tới ở thấy từ tu school prum đánh sọc chức bắp Campuchia miền gãy nó ca xả được chết thì mùi tí đi tới ta phơi ca chất nứt chỉ mùi nâng ông ca xả và chỉ chết tam rồi dẹpประเทศแต่ประมาณนั้นนโยบายขาดตัวที่ใบตรึงแต่จับมหาอำนาจนามวยแล้วมีพิบเริงปังที่พวกลูกยังนี้สัตแต่มีขนองที่อาจจะติดทัวยืนกว่าทางบานได้ด้วยสมบีจุดปนนะก็มีขนองอะไรขึ้นมันจ้องใหญ่ขนองไม่สมควรนะมันจุดปนเชื่ออเมริกนั่นจัดตึกบันเลยอิสราเอลครั้งในสหรัฐอเมริกจัดตึกบันเลยนั่นนี่ประเทศได้อดมีขนองนะcứ cái mừng gì nè hơi bờ rực non cùng dục non ná đại ca pi dương mình bàn cứ từ rực non ná đại ca pi bàn chân bờ sầm rạp xôn hả ca nụ vót bắt ăn trả chết đại phơ ở pi mình đằng rư ca bắt đằng ca pi bồ đàn hiệp tật đầy nè miênประโยชน์ cứ việc to ở sấy to thì dương miên ẩm nát đại chúng một tâm chưa ở ẩm nát ở đầm nát dương miên sầm quan là mất tại vì đầm nát nè chẳng màn xôn ra tôi sẽ nặng nhung nước ở đây bảo bồn khi bạn dây sòng đây thì bay trên vật như nào bảo bồn cứ bởi dương mình đắng bởi dương bên châu làm ca xã về chiến mà hàm này chẳng pran nâng sma chết cúp bật đi đây chỉ sma chết làm ca xã chiến dương ai tới bên châu bán và xôn ra nên mà ngay á nhưng mà đâu tiếc được pran sẽ con này ở tì họ chứ nhung đá cúp bật đi đây chỉ ao để chỉ bật đi sma chết làm ca xã về chiến nhung đá cúp bật đi ban phò cái đây nên chỉ dùng học từ chỉตัวlà chọn cô thôi nên rư của mình tụt ở trongประเทศ Campuchia nát tụt chuột bôi sẽ cắt căng tụt sẽ nát cáchประเทศนี้ประเทศนู้นนะดังใบไอ้chỉ bị xétประเทศประเทศตะไตขยมนั่งตำแหน่งตำนองกรุ๊ปประเทศตะไตตะกูนโยบายการตุนปันแต่เนี่ยที่ได้จุนวิกุศลกลายนี่ให้กุศลนี่ขยมในเรื่องในขนมประเทศบัตรปีปริจเมตเชียร์ไปโดนที่การปริจเมตเตยตูรตุสอนตาสลัดเข้าจนประดับกากีทันพลักโดนักกลุ่มเด็กจับจ่อประเทศบัตรปีกุศลคือจับจ่อให้คนใส่เนื้อแต่สีสันต่อไปเป็นเพราะคนใส่จะคลาเนี่ยตัดสีสมัยเตะจับจ่อvừa ở Campuchia khôi một mót nơi cha ăn trả chết nóm ở bắt bóng ca control pin lên bị cha ăn trả chết chắc chong nóm ở bắt bóng ca control bị ăn trả chết bắt bóng ca control bị ăn trả chết Navi Occitania nóm ở Thái chọc ở các liên biên các chỗ tại đây Campuchia không ngầm long pi để ăn trả chết cầm bông tay chở bột chở bảo nèកំពុងតែច្រមុកច្របល់ចាត់ចងបានធ្វើឲ្យកម្ពុជានឹងធ្លាក់មុខមាត់ប្រទេសសម្ព័ន្ធមិត្តមួយចំនួនហ្នឹងគេខ្ពើមគេអាណិតប្រជាជនគេប្រតិកម្មក្នុងនាមត្រឹមតែប្រជាជនប៉ុន្តែគេមិនជួយរដ្ឋាភិបាលពេញដៃពេញជើងណាការចាត់ចងនេះប្រៀបដូចជាប្រទេសថៃដែលគ្រាន់តែរំលោភបត់ឈប់បាញ់នៃផ្សេងអាមេរិកថៃចេះចុះតាមពិតរឿងនេះថៃប្រមាថដូណាល់ត្រាំទេប្រមាថនេះអាមេរិកគេដែលនាំឲ្យប្រទេសថៃធ្លាក់ឋានៈគេខ្ទប់វីសាឋានៈមកស្មើប្រទេសឡាវប្រទេសភូមានិងប្រទេសអន់ខ្លួនមើលងាយដែរណារឿងពាក្យការទូតគេមិនខ្វល់លេះនិយាយទេប៉ុន្តែរឿងដែលសំខាន់ណាបងប្អូននិយាយចំទៅស្ដាប់សើនិយាយចំគឺថៃឈ្លានពានកម្ពុជាប្រមាថហត្ថលេខារបស់ដូណាល់ត្រាំហ្នឹងនាំឲ្យនេះថៃធ្លាក់មុខមាត់នៅលើឆាកអន្តរជាតិជុកកម្ពុជាគាត់ថៃគ្រាន់តែប៉ះរឿងបត់ជប់បាញ់សិទ្ធិសញ្ញាសន្តិភាពនឹងនាំឲ្យធ្លាក់មុខមាត់ក្នុងប្រទេសរបស់ប្រទេសខ្លួនជុកប្រទេសកម្ពុជាដែលញោមញីចាប់រំលោភសិទ្ធិមនុស្សនេះវ័យក្បាលចាប់ចងរាល់ថ្ងៃនេះតើអន្តរជាតិហ្នឹងគេមិនធ្វើអីទេទោះជាគេមិនធ្វើអីផ្ទាល់
quán tại kia mình quam tró kia mình lụt đáy kia mình trâu ruống cái cho mưa dương nè thay cặp sầm lấp cái cho mưa Campuchia nó trâu thay xí cô bình chọn này thá dương đào plơ khó và tao cứ ca đồng lô sự tình mà lúc chặt cho chân hay ban chỉ nhom đặt bật thiên được bạch mùi thảo nè bật tiền bật tiền pi nè bờ cá chọc chóng ai ca biết tật đầy bàn hay là vây mình ấy hả bông phun bờ cá chọc chóng ai ca biết tật đầy bàn hay là vây nè sầm mặt mình ní nhom trong này vậy thà hay là vây mình chập chóng tu tiên và tết là mong từ chăm bạch phương này vô bài cả tút chăm bạch pung rinhสมรรถភាពกองទ័ពសេដ្ឋកិច្ចអីបើការចាប់ចងអាចការពារជាតិការពារទឹកដីបានផ្ទុយទៅវិញតើការចាប់ចងមនុស្សអាចការពារជាតិបានទេអត់បើការចាប់ចងមនុស្សអាចការពារជាតិបានហេតុអីបានមិនចាប់ចងទាំងទូទាំងប្រទេសតែម្ដងទៅនេះការពារជាតិមានតែច្បាប់អន្តរជាតិច្បាប់អន្តរជាតិតាមរយៈអីតាមរយៈការទូតគឺអ្វីគឺបញ្ចុះបញ្ចូលអន្តរជាតិឲ្យគ្រប់គ្រងភាពស្របច្បាប់ណាទឹកដីបូរណភាពទឹកដីកម្ពុជាឲ្យអន្តរជាតិគ្រប់គ្រងភាពស្របច្បាប់ចុះបើអន្តរជាតិនឹងស្អប់របបផ្ដាច់ការហ៊ុនសែនតើគេមានមនុស្សចេតនាមកគ្រប់គ្រងយើងទេហ៎អត់ទេចុះគេស្អប់ហើយនេះបានជាគេស្អប់នេះរបបហ៊ុនសែនដោយសាររបបហ៊ុនសែនចាប់ចងហ្នឹងណាវិលយកមកឡើងវាអាចចាប់ចងហ្នឹងអញ្ចឹងបានខ្ញុំថាបើការចាប់ចងអាចការពារជាតិការពារទឹកដីបានហេតុអីមិនចាប់ទូទាំងប្រទេសហេតុអីមិនចាប់ទូទាំងប្រទេសខ្ញុំថាអញ្ចឹងមែនទេព្រោះខ្ញុំនិយាយខ្ញុំរំកល់ប្រយោជន៍ទឹកដីជាធំទេអាបើសកុនត្រីឥឡូវខ្ញុំដាក់ត្រង់នេះវិញការចាប់ចងណាមិនត្រឹមតែមិនអាចការពារជាតិបានទេគឺបំផ្លាញជាតិបណ្ដាលឲ្យថៃមើលឃើញភាពបែកបាក់វាយរកកាន់តែខ្លាំងការចាប់ចងតាមបែបលោកសិចវាអត់ចាប់ទៅព្រំដែននឹងវាទៅជាព្រំដែនរលាកមនុស្សចូលអត់បានទេមែនទេការចាប់ចងមនុស្សមិនត្រឹមតែមិនអាចទៅការពារជាតិបានថែមទាំងឲ្យថៃមែនទេរកឃើញអំពីការបែកបាក់វាយលុកថែមទាំងបាត់បង់កិត្តិយសនៅលើឆាកអន្តរជាតិជាពិសេសអង្គការសហប្រជាជាតិសេរីរដ្ឋអាបើអង្គការសហប្រជាជាតិដែលណាចង់ជួយប្រទេសកម្ពុជានឹងក៏គេរឯងចិត្តដែរយើងរងគ្រោះធ្ងន់ណាស់ដោយសារតែការចាប់ចងនេះក្នុងប្រទេសមួយដែលមានលំហដែលមានសេរីភាពណាមិនត្រឹមតែអាចជួយការពារទឹកដីបានទេព្រោះកម្លាំងធំណាថែមទាំងឈ្នះមនោសញ្ចេតនាអន្តរជាតិការបើកលំហសេរីភាពនៅក្នុងប្រទេសកម្ពុជាឈ្នះមនោសញ្ចេតនាអន្តរជាតិការឈ្នះមនោសញ្ចេតនាអន្តរជាតិនេះជាហេតុនាំឲ្យកម្ពុជាឈ្នះថៃពីព្រោះមានតែច្បាប់អន្តរជាតិទេដែលយើងការពារទឹកដីបានមានក្រៅពីច្បាប់អន្តរជាតិអត់មានទេមែនទេសភាវុធយើងអត់មានដល់ថៃទេតែវាទទួលស្គាល់ការពិតចេះមហានគរខ្មែរអានេះបើយើងអត់ទទួលស្គាល់ការពិតទេខ្ញុំដាក់ចំណងជើងខាងដើមខ្ញុំប្រើពាក្យញ៉ាមបងប្អូនញ៉ាមមកខ្ញុំនិយាយតិចសៅវតារឿងញ៉ាមញ៉ាំមានន័យថាអំណាចដែលបានមកអំពីការចាប់ចងហ៊ុនសែននឹងបន្តការចាប់ចងដើម្បីបានអំណាចដែលការពារបានដោយការចាប់ចងញ៉ាំហ៊ុនសែននឹងការពារអំណាចដោយការចាប់ចងបើយើងនិយាយអំពីសត្វក៏ដោយមនុស្សក៏ដោយសត្វបើវារស់ស៊ីបានតាណាវាទៅតែតំណងមនុស្សដូចគ្នាមនុស្សបើធ្វើអីបានណាធ្វើតែអានោះហ៊ុនសែនគាត់រកស៊ីចាប់ចងដើម្បីការពារនិងដណ្ដើមអំណាចដូច្នេះមុខរបររកស៊ីចាប់ចងការពារដណ្ដើមអំណាចគាត់នៅតែធ្វើដដែលទោះបីជាបាត់បង់ទឹកដីបច្ចុប្បន្ននឹងបណ្ដោះអាសន្នមែនទេបើយោងតាមរបាយការណ៍គ្រាន់តែនៅក្នុងខេត្តបន្ទាយមានជ័យមួយ 2000 ជាងគ្រួសារ 2000 ខ្នងជាងណាបងប្អូនណា
chẳng bên đây thá sai bản tuột thằng ốcของmấy rồi cái lô mày nó vì trôi vào dương cực chỉ mà xuống pi pram đó ta cho pram khai cho mà dương mình pram khai đấy đi cho bắt po đôi chi đò miền Tây bây vì hía nè bản tin miền Tây po sắt bắt tờ bóng tầng trai và muối mà nè pin đọc à nè pi và muối đó đọc pi và muối pi đó phải đọc pi pin đọc miền đây tha vì mà nó mỏng mơn pi pon cru sa nè thành kvi thành chẳng tao ca chặt tròn nó ai từ tục bản ấy ai từ ca pia ở nơi bản ấy admin đi phim thà admin đi bớt sập sơn ra cái nhóm mình khai nên giờ bị tu sửa bọc nhóm cứ bao lùm hó vậy đấy bao rùm chuyện mình tén mình rùm chuyện chặt tròn thế nó kinh sáng tay lấn cho cái bụng bự nên đấy cái nhóm bao rùm chuyện mình tén mình bọc rùm chuyện chặt tròn ấy nè anh nói sập sơn ra thấy sơn ra miền chụp lại gì tới ấp đôi sau một xí cho cái nhóm sơn ra ta nhóm sơn ra nên đấy sau một xí cứ sau này xí mua số sơn ra và tay sầm khăn lưa ấy được nhom gì mày mình cô đanh được nhom gì là hồn sáng cho cá trong sọc tập thành chết và coi là ảnh chồng cho nè sầm khăn cô đanh là tập hol mà lúc cái ăn khoan lấy thế cái khoan lưa tay là tập hol tại ban ấy bà la luôn việc đó trên những nơi phun và chia chôn trôi với những nơi nhà nâng lạc tập hol mình tha hồn sáng rồi mà lại thường mình chụp bàiอย่างnào để bớt sầm rạp không nhóm nữa nhóm chặt tục tật đây chỉ sầm khăn lớn nhóm gì bị nhàm nữa nè nước sao và đà nhàm mình tỉnh mong muốn cao pì hôn sai ăn ở mặt sự thích sinh nham bồng pin bình thải cho năm pi quan pram cho nó lúcประเทศกัมพูชาในมีนขณะปัดซอมแรงซีตอนมีขณะปัดสถิตมันด้วยขณะปัดซอมแรงซีโดยจีกระหายทาอาดมัดตามอย่างจำตรวจจำดามีขึ้นสถิตสัญญาบเป็นมันไทยกลุ่มใดจะมวยยุนใดเนี่ยไปโยงตามสิ้นเป็นสายคือยกตามสายมันตัวเนี่ยขนาดมวยเลือปรามปอนนั่นนะเป็นนู้ขณะปัดประชังมีปฏิกรรมขลังคนสายจับประเดิมจับกำสถาดักกบโดยสายยกเลยอักษรสเซในสตาร์โอลิมปิกจับการนู้จับกำสุขาจับปางnguồn piêng ấyนะตามอย่างนั้นนะจับกำสุขาจับไอ้ตบไอ้จังตูดักกุ๊กจำนวนนั่งไงได้เนี่ยขนมระยะปีลเกิดกดจับประมาณมาลูกสกัดมาจนมวยจำนวนดักกุ๊กปีนั่งไงมีมันตรำจะจับกำสุขาดักกุ๊กจับไอ้ตีจับชื่อมันนี่ได้กันนะเนี่ยคือจับดักกุ๊กดักใบอัดหนุ่มมัดจะบัดหนึ่งขนมสเปียแต่เนาะขณะปักซอมเริงสีดาวเจนตอนมีขณะปักสถิตมนุษย์เต้กำสิค้าก่อนเนยชีแบบเทียนแบบแช่มันโดนสถิตมนุษย์กัมพูชีก็จับสาหาเหมือนเต้นกันเนาะจับเพลียมดักบอกโจนปริซอมมังมั้งเฮ้ยก็อัดหนุ่มมัดจะบัดเนี่ยผมเป็นมันไทยสถิตสัญญาได้ขณะปักประชังขณะปักซอมเริงสีกำสิค้าเซนเทียนั้นท้าได้มันดาลอยบัดบองตึกใดตึกน้ำจิ้มเส้นต่ออันนึงมวยเปี้ยนเนาะองค์การสังคมสิบวันมวยจำนวนกันนะโดยเฉพาะปางสะเขือนชันฉันนี้มันเนี่ยเอี้ยจันนาไอ้กูรถเนื้ออาจจะนอนนั้นที่สิ่งชนะปีปอนปรันยังไงบางคนสำหรับลือชั่วโมงเนี่ยบางคนสกอร์ไล่ขมายสวรรค์ภูมิปางสะเขือนบางคนสกอร์ชันฉันนี้คือมันได้ไม่ได้ว่าอาจจะนอนหนึ่งโพสต์ที่มันได้ในกรมสังคมองค์การสังคมสิบวันนั่นเองโดยเฉพาะปางสะเขือนก็ปะเทียนจรณาในสัตว์นำมาลทิพย์เจตปไตยเนี่ยยมโซนราอนุปเทนอีจันนะก็จะอักกะเลขาธิการในจรณาในสัตว์ก็จะเนกได้เสสกเรฟลายกาเฮ้ยจะเนกได้เจ้าหัตถเลขาชั่วโมงเราบอกก็จำนวนขยมโซนรามันนี่ปรากฏในการนกขยมในสกสายขยมมีนที่บัตรกรุษาก็สัญญาจำนวนขยมแต่เฮ้ยก็รบเนี่ยเฮ้ยมีนชำชนิดโดยจีองค์การกักสิกรจังเลยตามขยมกักสิกรรมไม่ได้ตามขยมดังนั้นนะจึงจำนวนนึงบางคนหุ่นไซก็จับกรอยไปอนุมัติฉบับหนึ่งหอยกันน้องอดตอนสาหาวีประมาณที่คือมันด้วยเราได้จับให้ก็ดอกเลยมาวิ่งมั่วดำน้ำกาไปที่ตะไตกรอยมั่วนั่นนี่มุ่นปีปวนปีปอนจำลองนั่งเตี้ยนะการอนุมัติฉบับแบบเป็นเหมือนไทยมวยเซเตี้ยหนึ่งชั้นนำโดยจีชั้นนำประมาณนั้นก็จับมนุษย์เตี้ย
កាលនោះបងប្អូនរឿងល្បីមួយ2004មិន2005ទេបាទពីប៉ុន្តែអាហ្នឹងគឺគេអនុម័តឆ្នាំ2005ហើយប៉ុន្តែវាចាប់ឆ្នាំ2004ហ្នឹងចាប់មនុស្សដើម្បីទៅអនុម័តឆ្នាំ2005ណាតាមខ្ញុំចាំកាលនោះមានបងប្អូនចំណាំទេពណាខំវាសនាគាត់តំណាងរាជគណៈបកសំរងស៊ីកាលហ្នឹងណាដែលគេថាខំវាសនាលើកដៃកាត់តោះត្រល់វាមានប្រវត្តិអញ្ចឹងដែលកាលពីបកជួងទាស់សម្ដីជាមួយនឹងគណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិនេះណាបងប្អូនមានដឹងទេថាហេតុអីបានគេនិយាយថាខំវាសនាលើកដៃកាត់តោះត្រល់ពីព្រោះនៅក្នុងនោះខំវាសនាគាត់ជាតំណាងរាជគណៈបកសំរងស៊ីមកពីខេត្តព្រៃវែងគណៈបកសំរងស៊ីគឺដើរចេញពហិការហ្មងណាពេលដែលអនុម័តច្បាប់លើកដៃក្នុងរដ្ឋសភានិយាយអំពីសិទ្ធិសញ្ញាបំពេញបន្ថែមព្រំដែនហ្នឹងគណៈបកសំរងស៊ីដើរចេញទាំងអស់សល់តែខឹមវាសនាមួយឯនៅលើកដៃជាមួយនឹងស្ដេចក្រមព្រះជាមួយនឹងគណៈបកហ្វុតសិនពេចក្រោយពីគាត់លើកដៃហើយគាត់ក៏លាលែងចេញពីគណៈបកណែសំរងស៊ីទៅបង្កើតគណៈបកមួយគឺបកជួងណាបកជួងក្រោយមកគាត់ចងកំហឹងជាមួយគណៈបកសំរងស៊ីគាត់បង្កើតបកជួងមកណាមានន័យគឺកើតមកគឺដើម្បីជេរសំរងស៊ីតែម្ដងគឺគាត់បង្កើតបកដើម្បីបញ្ចេញកំហឹងអាហ្នឹងណាបងប្អូនអានេះរឿងសាវតាមួយពេលដែលបងប្អូនស្ដាប់ទៅមិនដឹងថាអូរឿងហ្នឹងវាអញ្ចឹងទេឥឡូវខ្ញុំយកពីញ៉ាំពេលនោះណាហ៊ុនសែនឲ្យតែមានព្រឹត្តិការណ៍ព្រំដែនឲ្យតែមានព្រឹត្តិការណ៍ព្រំដែនគូគាត់ត្រូវតែចាប់មនុស្សមកជាពិសេសនិយាយពាក់ព័ន្ធព្រំដែនឃើញទេក្រៅតែពីក្រោយព្រំដែនមកទៀតព្រឹត្តិការណ៍អំណាចដល់ទៅពេលពាក់ព័ន្ធទៅនឹងអំណាចគាត់ត្រូវតែចាប់មនុស្សហ្នឹងពីព្រោះអីពីព្រោះនៅក្នុងប្រទេសកម្ពុជាគាត់មើលអាចថានៅក្នុងរបបប៉ុលពតពេលដែលយកមនុស្សម្នាក់ទៅវាយនឹងត្បូងចប់ទៅធ្វើឲ្យមនុស្សរាប់ពាន់នាក់ឃើញទៅបាក់ស្បាតអញ្ចឹងគាត់ប្រើអយុធសាស្ត្រហ្នឹងអាការចាប់ចងហ្នឹងគឺជាដំណោះស្រាយនៅក្នុងការថែរក្សាស្ថិរភាពនយោបាយរបស់គាត់ក៏អត់មានយុទ្ធសាស្ត្រកំណត់អីផ្សេងទៅដូចជាភាពឆ្លាតវៃរូបមន្តណាផ្សេងទេរូបមន្តសាមញ្ញមិនស្អីគាត់ធ្វើបែបសាមញ្ញគឺបំភ័យបន្លាចការចាប់ចងដើម្បីគ្រប់គ្រងសភាពការអានេះណាអញ្ចឹងមានន័យថាបើហ៊ុនសែនចង់គ្រប់គ្រងសភាពការសុកសមិនគាត់ចាប់ចងបើហ៊ុនសែនចង់ការពារសន្តិភាពគាត់ចាប់ចងបើហ៊ុនសែនចង់រក្សាសន្តិភាពគាត់ចាប់ចងបើហ៊ុនសែនចង់ដោះស្រាយបញ្ហាព្រំដែនគាត់ចាប់ចងបើហ៊ុនសែនចង់ការពារអំណាចគាត់ចាប់ចងបើហ៊ុនសែនចង់ការពារការបោះឆ្នោតម្នាក់ឯងគាត់ចាប់ចងអញ្ចឹងបានខ្ញុំដាក់ថាញ៉ាំហ្នឹងហើយអាការចាប់ចងអាទាំងអស់ហ្នឹងវាកើតទៅជាមុខមាត់អាក្រក់មែនទេ bad image វាទៅជា bad image មុខមាត់អាក្រក់នៅលើអន្តរជាតិហើយវាកើតទៅលើមុខមាត់អាក្រក់អន្តរជាតិវាកើតទៅជាហ៊ុនសែនអំនួតមានន័យថាគាត់ជោគជ័យធំធេងណាស់ដែលអាចកម្ចាត់មនុស្សធ្វើឲ្យមនុស្សទៅថ្វាយបង្គំគាត់ដល់តែពេលគាត់មានអំនួតគាត់ដូចស៊ុនអ៊ូខុងនៅក្នុងរឿងគ្រូឋានជ័យអញ្ចឹងគាត់ទៅប្រមាថខាងលើចង់ដណ្ដើមកៅអីប្រអិនណាដល់តែពេលគាត់ចង់អ៊ូខុងចង់ដណ្ដើមកៅអីប្រអិននាំឲ្យធ្លាក់ទណ្ឌកម្មមកជាប់នៅក្នុងរូងភ្នំ500ឆ្នាំយូរណាអានោះជាប់គុក500ឆ្នាំទណ្ឌកម្មហ៊ុនសែនបាក់ថៃអំនួតកំតិចកំទីយុទ្ធសាស្ត្រឈ្នះយុទ្ធសាស្ត្រចាក់រុកយុទ្ធសាស្ត្របំបីផ្សារយុទ្ធសាស្ត្របំបីបាត់ទៅចាក់រុកទៅប៉ះឋានប្រអិនទៅតាថៃនៅមកថៃឡងមកវិញឥឡូវអ្នកខាតបង់គឺប្រទេសកម្ពុជាខ្ទេចខ្ទីអស់អាលីងអាហ្នឹងណាហើយអានេះគឺដោយសារតែការចាប់ចងបងប្អូនថាមិនតាក់ទងពេលដែលការចាប់ចងអត់អីមនុស្សណាហេតុអីបានជាមនុស្សលួចមនុស្សបើថាលួចជាប់គុកមនុស្សមិនលួចទេបងប្អូនមែនទេចុះលោកគ្រូតាចាលួចជាប់គុកហើយអាលួចទៅជាប់គុកព្រោះលួចបានគេចាប់អត់បានណាមនុស្សបើសិនជាសម្លាប់គេលួចគេអត់ជាប់គុកមនុស្សនឹងសម្លាប់មនុស្សជារៀងរាល់ថ្ងៃដូចគ្នាអីសុខហេងហ៊ុនសែនហ្នឹងហេតុអីបានជាគាត់មោទនភាពគាត់អត់អីពីព្រោះគាត់ចាប់មនុស្សចងអត់អីអត់មានទណ្ឌកម្មហើយទទួលបានការថ្វាយបង្គំពីអ្នកដទៃទៀតអញ្ចឹងអាការចាប់ចងហ្នឹងលើកទឹកចិត្តឲ្យគាត់ចាប់យូរទៅវាទៅជាសាហាវណាដល់លើកទឹកចិត្តឲ្យគាត់ចាប់វាទៅយ៉ាងម៉េចគាត់អាការចាប់ចងរបស់គាត់ធ្វើឲ្យគាត់មានគេថ្វាយបង្គំធ្វើឲ្យគាត់មានអំណាចធ្វើឲ្យគាត់គ្រប់គ្រងបានទាំងស្រុងអយុធសាស្ត្ររបស់គាត់ហ្នឹងធ្វើឲ្យគាត់ខ្លាយទៅជាមែនទេអធិរាជចៅថាមហាអំណាច
ពេលគាត់ខ្លាយជាមហាអំណាចគាត់មិនដូចធ្លាក់អួតចាប់បានអួតដល់ទៅពេលគាត់អួតចឹងមិនដូចអ៊ូខុងចង់ទៅដើមរាជបល្ល័ង្កនេះរបស់ប្រអិននៅឋានលើដល់ហ៊ុនសែនចង់ទៅដើមរាជបល្ល័ង្កថៃចង់វាយថៃណាអួតយកថៃមកលេងសោកដូចសេងសេរីដល់ទៅពេលអួតមិនទៅតិចឋានកម្ពុជាតិចឋានកម្ពុជាអាហ្នឹងវាកើតចេញអំពីការចាប់ចងពីព្រោះការចាប់ចងនាំឲ្យគាត់មោទនភាពនាំឲ្យគាត់មានអំណួតនាំឲ្យគាត់ក្អេងក្អាងហើយភាពក្អេងក្អាងរបស់គាត់ហ្នឹងនាំវិនិច្ឆ័យមកដល់ប្រទេសកម្ពុជាហើយការចាប់ចងហ្នឹងគឺជាហេតុដែលនាំឲ្យគាត់នៅតែបន្តការចាប់ចងពីព្រោះគាត់មើលឃើញថាអត់មានមធ្យោបាយណាឆ្លាតវៃមានទេពកោសល្យក្រៅអំពីការចាប់ចងមនុស្សដើម្បីការពារនយោបាយរងាប់សតិអារម្មណ៍ណាបន្លាចមនុស្សឲ្យស្ងប់ស្ងាត់តែប៉ុណ្្នឹងទេមួយទៀតរហូតដល់ការចាប់ចងនេះវានាំឲ្យមានមុខមាត់អាក្រក់នៅលើឆាកអន្តរជាតិពេលដែលមានមុខមាត់អាក្រក់នៅលើឆាកអន្តរជាតិនាំឲ្យទី1ថៃឆ្លៀនពៀនមកច្បាប់អន្តរជាតិអត់មានប្រសិទ្ធភាពជនរងគ្រោះគឺខ្មែររាប់ម៉ឺនគ្រួសារផ្ទះរាប់ម៉ឺនខ្នងទៅថៃកាត់យកគឺសុទ្ធតែកើតអំពីនយោបាយចាត់ចងទាំងអស់អញ្ចឹងបានខ្ញុំមើលទៅអត់ចំណេញទេមែនទេចំណេញបានតែអំណាចរបស់ហ៊ុនសែនមួយគត់ប៉ុន្តែខាតទឹកដីខាតអំណាចប្រជាជាតិខាតប្រយោជន៍ជាតិបើគាត់ជាអ្នកដឹកនាំមានឧត្តមគតិហ៊ុនម៉ាណែតការពីជាតិស្រឡាញ់ជាតិទឹកដីមែនណាគាត់ត្រូវគិតជាតិមុនខ្លួនគាត់បើគាត់គិតជាតិមុនខ្លួនគាត់មិនបន្តចាប់ចងមនុស្សដើម្បីបំបាក់មុខជាតិនៅលើឆាកអន្តរជាតិបណ្ដាលឲ្យថៃឈ្លានពានមកយើងអត់មានទៅតដៃទេឥឡូវនេះខ្ញុំនៅតែថាដដែលចឹងគឺនៅមុខបពីយើងអត់មានអីទៅតតាំងជាមួយថៃក្រៅតែពីច្បាប់អន្តរជាតិទេអ្នកណាដែលនិយាយខុសពីសូនតារាចូលបង្ហាញហើយបើសិនជាថាអាចអង្វរថៃសាពះតតែសាពះអង្វរសាពះទៅអីទេខ្ញុំថាមិនអីទេណាជាគោលដៅថាថៃប្រុងធ្វើសង្គ្រាមទៅសុំតែឡើយអត់ទេខ្ញុំអត់ធ្វើជាមួយទេមែនទេយើងទៅចង់ស្លាប់ចង់រស់ទេប្រជាជនខ្មែរបើចង់រស់អីដែរគេអត់មាននេះទេឥឡូវនឹងចឹងទៅអង្វរទៅមែនទេទៅកឹមសុកនិយាយត្រូវឲ្យគាត់ត្រូវទៅមានអីទេជួនកាលមនុស្សនិយាយត្រូវសប្បាយទេមែនទេថាហ៊ុនសែនធ្វើតាមដូចកឹមសុកថាទៅអានឹងកឹមសុកគាត់សប្បាយទេវាអត់មាននេះទេឲ្យគាត់សប្បាយក៏បានបនខ្លះដែរមែនទេប៉ុន្តែគាត់ថាអញ្ចេះគាត់ថាប្រជាជនខ្ញុំត្រឡប់មកចុងក្រោយវិញអ្វីដែលខ្ញុំនិយាយណាប្រជាជនទាំងយើងទាំងគេចន្លាឡាំបដោតទៅលើលទ្ធផលឥឡូវលទ្ធផលឥឡូវអាម៉េចលទ្ធផលឥឡូវមិនហ៎ពីមុនមកតែភូមិព្រៃច័ន្ទមួយឥឡូវលេងបាត់អស់មិនលេងបាត់ទាំងច្រកបាត់ទាំងផ្សារបាត់អូតែលបាត់ទាំងឃុំបងប្អូនបាត់សាលាឃុំបាត់ហ្នឹងយ៉ាងម៉េចខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែចង់សួរថាដោះស្រាយយ៉ាងម៉េចណាដើម្បីឲ្យចេញលទ្ធផលហ្នឹងបើដោះស្រាយលទ្ធផលនឹងមិនចេញតើត្រូវធ្វើម៉េចប្រជាជនគេចាំមើលត្រង់ហ្នឹងទេហើយខ្ញុំមើលចុះសម្រាប់សូនតារាប្រធានបទខ្ញុំសរសេរនេះបើគ្មានច្បាប់អន្តរជាតិកម្ពុជានឹងរលាយ24ម៉ោងអញ្ចឹងមួយសម្រាប់សូនតារាច្បាប់សូនតារាគឺច្បាប់អន្តរជាតិហើយច្បាប់អន្តរជាតិធ្វើម៉េចត្រូវឈ្នះមនុស្សចេតនាអន្តរជាតិដើម្បីឈ្នះមនុស្សចេតនាអន្តរជាតិត្រូវធ្វើម៉េចត្រូវឈប់លុបបំបត្តិការចាប់ចងមែនទេពួកនឹងបញ្ចេញមតិក៏រលាយក៏បាត់បង់ទឹកដីអីទេចង់ឲ្យបញ្ចេញអីបញ្ចេញនឹងគ្មានទឹកដីរលាយទឹកដីយើងបច្ចុប្បន្នហ្នឹងមិនរលាយដោយសារការបញ្ចេញមតិរបស់មហាជនឥឡូវខ្ញុំសួរហ៊ុនម៉ាណែតខ្ញុំសួរសម្ដេចតេជោមើលតើទឹកដីរបស់យើងនៅថៃដាក់បលាលុះហ្នឹងកើតមកដោយសារតែការបញ្ចេញមតិអញ្ចឹងមានន័យថាយើងធ្វើខុសគោលនយោបាយណាអាចដោះស្រាយនោះមិនដោះមែនទេមកយកអាឆ្នាំនេះមកធ្វើវិញតើការចាប់ចងបើការចាប់ចងហ្នឹងណាការបញ្ចេញមតិហ្នឹងណានាំឲ្យមានការដោះស្រាយបញ្ហាការពារជាតិទឹកដីអានឹងចូលយើងចាប់អីក៏ប៉ុណ្្នឹងចាប់មកប្រទេសតែម្ដងទៅប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងចូលទៅដល់របៀបវរៈចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងបាទខ្ញុំអានខមមិនរបស់បងយើងមានសំណួរឬក៏មានមតិផ្សេងការពិតបងប្អូនណាមនុស្សបច្ចុប្បន្នសម្លឹងមើលតែលទ្ធផលទេមែនទេហើយក្តោបលើគោលដៅនៅលទ្ធផលតែប៉ុណ្្នឹងអានេះជាយោបល់សូនតារាតែបើយោបល់ខ្ញុំអត់មានទេខ្ញុំឲ្យហ៊ុនម៉ាណែតផ្ដោតលើគោលដៅលទ្ធផលគោលដៅចង់បានអីតើលទ្ធផលរំពឹងចង់បានអី
mình đấy mà sân chỉ giúp là sao này nôm ở cả đào cô đào là phở anh ấy còn khai bị cái nến tía cái thái tha tăng mình đấy dưỡng mình ai kích ông pi tha bán đấy lừa lục đi không biết là nào mình nè kích phật ông pi bị nến tía bàn lại bởi nhưng vô bị nâng á bị nến tía chỉ đừng thò mà đã lừa lục đi không biết bậc cô nào mình nè sống bay tới bạc bột đấy mình ai kích phật ông pi bị nến tía bàn lại không biết to tại sao cái đập sập à chẳng dương từ bắt đầu từ lừa cô đào là thọ này vùng đại nâng ngày na phải chỉ chôn từ lọc từ tiệt vinh và lá luôn từ bản đó hơi đăng từ giặc của mình đã chết tức đây máy tổ lọc một vinh không cho bạn này bà sắm bạch hay là mình mẹ đầy bà đập sạp rau bà an thì du nhám xì cái đàm đột nó nhám chặt nó nhám đó mà bốn chặt nâng đoạn miền đây chấm lây mà nếu bà thật chặt nó chỉ là nó sai chặt ấy tết mẹ chặt ấy bảo phần năng chặt tu tiên và tên ta mong tư ta phải đọc sai bàn á cứ việc thay nâng nâng dọc cho nâu thật biệt liệt về khôi một món lưới chặt ăn tạt chiết à đây và mai dương cái bài bị nâng và thay dọc cho nâu thật biệt liệt vượt thì thòn xuống đầy sẵn khâm ngày muối giờ ở the seven chắc là thòi này thì tracol hỗn đôi miến sau đai ấy tiếng lâm cầm ấy khi và cầm bên lươnประเทศจีนdương lâm cầm chia dương căn từ giáp hơi bật hơi và giáp hơiประเทศchắc cứ mình chỉ không có số nào đấy僕ខ្ញុំមិនได้មកប្រទេសសវណ្ណបៃលិនហេងជំរាបសួរបាទទើបចូលបាទគាត់ទើបចូលអ្នកដែលជំរាបសួរសឹមហ៊ុនត្រូវហើយអាណាចក្រខ្មែររូបបេះដូងនិងរូបផ្កាបាទដប់សវ៉ាតជាពិធុតជនគឺអញ្ចឹងហើយពីបឋិជនណាបឋិជនណាតាមខ្ញុំយល់ទេណាតែគេមិនសេចឹងទៅដឹងបាទតែសេមើលបានគាត់យល់បឋិជនបាទបងប្អូនលើលោកនេះឲ្យតែយើងសម្រេចបានគោលដៅលទ្ធផលគេចាំផ្ទះដៃក្រោយទេពេលដែលយើងចេញដំណើរទៅណាយើងទៅខ្លាចពាក្យនិន្ទាហើយទៅចាប់មនុស្សដាក់គុកចាប់មកប្រទេសពាក្យនិន្ទាណាទោះជាគេមិនសរសេរក្នុង Facebook ប៉ុន្តែគេនិយាយទៅកាន់ពួកម៉ាគេបើហ៊ុនសែនស្អប់ពាក្យនិន្ទាមិនចង់ឃើញពាក្យរិះគន់មិនចង់ឃើញពាក្យសរសេរពីក្នុងចិត្តប្រជាជនណាឬក៏បើហ៊ុនសែនចង់ឃើញការរិះគន់ពិតប្រាកដណាមិនចាំបាច់នៅក្នុងទំព័រ Facebook ហ្នឹងទៅសួរចិត្តប្រជាជនតែឥឡូវទីហោះថាប្រហែលបើយោងតាមប្រាក់សខុន 20,000 គ្រួសារ 20,000 នេះហ៊ុនសែនទៅសួរ 20,000 នាក់តើទឹកចិត្តគេសប្បាយចិត្តជាមួយនឹងការបាត់បង់ផ្ទះសម្បែងនេះទៅចាប់ពួកនោះដាក់គុកនេះខ្ញុំថាបើហ៊ុនសែនគាត់យល់ល្អក្តៅក្រហាយជាមួយនឹងអ្នកមិនសប្បាយចិត្តជាមួយនឹងការដឹកនាំរបស់គាត់មិនសប្បាយចិត្តជាមួយនឹងការឈឺចាប់ហើយចង់បញ្ចេញមតិណាគាត់តែគ្នាមិនចេញឥឡូវយើងសួរមើលបងប្អូនមនុស្ស 20,000 គ្រួសារ 20,000 នាក់បើយោងតាមប្រាក់សកលដែលបាត់បង់ផ្ទះសម្បែងណាតើពួកគាត់នឹងគាត់មានអារម្មណ៍សប្បាយចិត្តដែរទេចាប់ពួកនោះដាក់គុកក៏អស់មែនទេអ្នកដតីទៀតគាត់ឈឺចាប់ចំនួនទេដូចថាអ្នកបញ្ចេញមតិដូចខ្ញុំសូនតារាដូចអ្នកដតីនេះណាគាត់ឈឺចាប់ចំនួនទេទី1ប្រទេសនេះជាប្រទេសរបស់គាត់ដែរមែនទេគាត់ឈឺចាប់ចំនួនប្រជាជនដែលបាត់បង់ផ្ទះសម្បែងនិងឈឺចាប់រឿងបាត់បង់ទឹកដីប្រទេសរបស់គាត់ប៉ុន្តែអ្នកដែលបាត់បង់ទឹកដីផ្ទាល់យោងតាមប្រាក់សកល 10,000 នាក់ហ្នឹងណាគឺឈឺចាប់ពីបាត់បង់ផ្ទះរបស់គាត់ផងមានចំនួនណាឈឺចាប់ផ្ទាល់ហើយបាត់បង់ទឹកដីប្រទេសផងគាត់ឈឺចាប់ផ្ទាល់ជំរូវមិនអាចវាស់បានទេបងប្អូនមនុស្សខ្លាយទៅជារោគចិត្តហើយជាមិនតិចប្រទេសកម្ពុជាដោយសារបាត់បង់ផ្ទះសម្បែងសំខាន់ណាបាត់បង់ផ្ទះសម្បែងសំខាន់ណាបាត់បង់ទឹកដីសំខាន់ណាបើសិនជាយើងមានដឹកនាំមិនចាត់ទុកថារឿងសំខាន់តែសំខាន់ណាអានឹងគឺចាក់បេះដូងណាអញ្ចឹងបើសិនជាការចាត់អ្នកបញ្ចេញមតិគឺចង់និយាយថារវ៉នគាត់អត់សប្បាយចិត្តគាត់មិនពេញចិត្តជាមួយនឹងមែនទេសកម្មភាពបែបនេះបើហ៊ុនសែនគាត់ទៅចាប់ចងអ្នកដែលមិនពេញចិត្តមិនចាំបាច់ទៅដើរមើលខមមិនអីទេទៅចាប់ពួកនៅតាមព្រំដែន 20,000 នាក់ដែលបាត់បង់ផ្ទះសម្បែងស្លាប់ក្រុមគ្រួសារហ្នឹងណាយកពួកនឹងទៅដាក់គុកអស់ទៅគូគ្មានខុសទេគឺពួកនោះសុទ្ធតែមិនពេញចិត្តតែមិនបាត់ផ្ទះហ្នឹងនេះខ្ញុំថាបើចាប់ពួកនោះគ្មានខុសម្នាក់ទេអញ្ចឹងហើយបានជាខ្ញុំថាលើលោកនេះណាបើយើងមិនព្រមដោះស្រាយប្រទេសជាតិបដោតទៅលើគោលដៅលទ្ធផលហើយយើងចងកំហឹង
bắt đầu từ lương bị nâng tia từng quỳ mưa à na nâng tia ăn vô với ta cục cái chặt cô mình ở đây hơi bởi chặt nè cô chặt bànแต่เนี่ยได้เห็นเสได้จ้าปุ๊เนี่ยได้มีผิดนันตีขนมจัดในการชูจับรอบเลียนเนี่ยได้กินบันเจนุจับไม่อดตีก่อนแต่ท้าเพื่อเอายืงนึงตุกสปีบกานึงบันลายที่บานแต่ปนนองจะไม่บานในขยมทางมันเตาจับมันเตาอัดนวดนโยบายหนึ่งเต๋เตาอัดนวดวัดตุยเอาไว้ในโซนอะไรอย่างตุยเนี่ยเอาไว้ในโซนอะไรอย่างตุยคือจ้องเอาไว้ประเทศกัมพูชีนึงมีลมหอเนี่ยมีสลายเพียบมีการโจรวมปิจุบในเนกามีเปียเตะเตียนมีเปียริกลมีการโจรวมมันเนี่ยให้เราทำพิบาลตกอภิริกลเตะเตียนอะไรครับเต้าก็โยเต้าอะไรเขาให้เสียแต่เวียถึงเย่เต้าสำคัญคือครูให้สำหรับกูเดาไปสกัดกันเอาจะสำหรับกูเดาไปสกัดกันมนุษย์จังแต่เตียไหนติคนใต้ไปยืนจับจองนั่นนะยมท่ามาโชว์ใบนี้ก่อนนะกาปีอำนาจบอกโกเล่มาได้กาปีจี๊ดหนึ่งกาปีตักได้เติมมันรวยตีนั่นนี่ว่ากาปีมนุษย์ก็มอยแต่เห็นทาหุ่นไซหุ่นมันไหนอันนึงเต้าว่าตัวหุ่นไซหุ่นมันไหนจีมนุษย์ดิโซนราได้จีมนุษย์ลูกขนมนี่การมอสลับแต่วันนี้มาได้บทสั้นจีกาปีจี๊ดกาปีตักได้นะจับจองคือตั้งแต่บ่มพลานจี๊ดหนึ่งตักได้ตีมาแก้วไว้สารนไอ้เกจมาอ่านสกุลตรีโอมิเซน Modern Day Communist Leader ECPP บาตรวะนะเป็นเจนมาเตะคือบานตันตรงนะจังมาในขยมท่าไปจ้องจับมนุษย์ได้มันเป็นจัดหนึ่งการช่วยจับจมูกหนึ่งรถทาปีบ้านจับปุ๊จนเพียสักดักกบต่างขอให้ปุ๊หนึ่งแต่ซูมือเลยก่อนนำมวกที่ไอ้เยยถ้าเจยโย่พอได้ขนมจับเจยโย่ดับบอลโย่นะบอกเตียบัดบาดไหนนั่งใส่เลยนะอัดเมียนสังคมพดังตีเดจามมาเมียนแต่การพดังตีกับกีภูมิทมอรุณสุสได้ลูกครูหลงที่รักบ่าขมีนบานจุยไอบานไตนิเจโซนนิเจนึงนั่นคือจุยเนาะนี่โดยบ่ยืงใจจังประพุทธนั่นก็มีบ่เนี่ยได้กันประพุทธศาสนาแกเอาฐานขนมพุทธศาสนาจะทำมีนประพุทธปะท้อจิตีปังประพุทธมีมันจุยไอ้ประพุทธไม่ได้ซองสปีนซองสลาซองไอ้นะปัญตายกาสำได้ท่อได้เธอไอ้มาดูจุลนั่งเฮ้ยดักคลุนไอ้นึ่งเอาดาวเพลิงเติมมีสติปัญญาเพื่อชีวิตกงวงโซนระมันแมนจะเนี่ยกันลุยขยมแมนไอ้ดักนมบัตเต้นะขยมแมนตัวเนี่ยซองสปีนซองเพลย์นะบอกขยมดักนมบัตเต้คือจะลุยที่นั่นปัญตายโซนระจะเนี่ยได้ตัดดอลในกำเนิดโดยในเรื่องของโลกที่กลุ่มนี้การละมังก็มีนี่ไอ้โรงพยาบาลนุสกอลการละมังก็จีเนี่ยปราตุสนาวิจีตุสนาวิตูลัทธิสังคมนิยมสลายพิภพโลกยกกำเนิดการละมังนี่นอมเอาพิภพโลกอย่างมูลนั้นอนุวัตระบบกลุ่มนี้คือระบบกำเนิดแต่ลัทธิระบบมักยังไงมาพิจารณากินเยติกลุ่มนี้ลัทธิคือมโนกลุ่มวิจีกำเนิดยังไงการละมังก็มีแต่เธอสปินก็มีแต่เธอไอ้ก่อนคุยจะเซ่นะก่อนคุยจะเซ่ให้ตุสนาระบบกอดต้องตระบานเนี่ยนโยบายเรียนนั่นแค่นี้โซนตระคืออันนั้นก็หาทงทิ้งอย่างว่านะจุยกำเนิดคือสมาหนึ่งจุยส่งกลุ่มปฏิจิตมวยต่างมูลเฮ้ยในโดยจีลัทธิกลุ่มลัทธิปฏิจิตปฏินี่การหนึ่งกระตังปีปอนชนะจริงวันนู้นลัทธิปฏิจิตปฏินั่นเป็นจุยเอาสลายพิบกับกรมสติมนุษย์จุ่มวิญญาณโลกเรามองพระองค์ท่าโอ้โซนตระขณะว่าจนก่อนยัยได้ก็ท่าโอ้โซนตระบานยัยบานโซนยังทำเป็นจังยังจะสลับลูกติดไอ้ยังโจลปัจจัยได้ทำเป็ดมือโซนตระถือโจลปัจจัยมันครับสลับโซนตระทำเป็ดถือสลับให้เมียนถังตัวหุ่นเนื้อขนมไปเฮียก็ได้วันนี้บางคนเบื่อสลับลูกติดนะสลับลูกติดนั้นคือกินเมียนปัจจัยทอติดนะอันนี้โลกสำได้อย่างปีอะไรจะจัดทอแต่บุญนั่นนี่โบนาจังเตอมันกินเป็นตัลมวยจะดัดลอยอันนั้นคือหาทำปัจจัยกับพุทธศาสนาโจลมาสดับโซนราเมียนโจลปัจจัยพร้อมมาทาเอาที่ทะเลนรกด้วยกระแทกไปกร่อยบาปนะมาทาโซนรานะมันจุยใส่เตจึงยังกันกับพุทธศาสนากับพุทธเมียนสร้างซองไอ้นี่ที่อัดดังทำกับพุทธเอาเมียนสร้างซองไอ้เตกรอนแต่สร้างซองกับนึกสร้างซองปัญญามันนี่อารมณ์นั้นไอ้เตากระบายตู้แต่เมียนในกับนึกปัญญาที่อารมณ์นั้นเกิดที่กับนึกปัญญาคือยุนฮะจันดาหอนยนต์ฮอกคือกำเนิดปรัชญาเนี่ยเพื่อแต่ยนต์ฮอกพิภพโลกยังปัจจุบันนะจองมาไงตู้ยนต์ฮอกมือกับมาเรายนต์ฮอกขโมยได้ก็มันออกได้อะไรวินาทีน้องกำเนิดปรัชญนั่นคือมนุษย์เนี่ยบังเกิดปัญญาเนี่ยไงจังบันทาโซนราอันมีในเตเนี่ยได้โจสดับโซนราบอดบานโจปัจจัยเตนะอันนั้นคือทา
ហើយមកតេស្តឌីលគ្រូទៀតបាបធ្លាក់នរកដូចគេធាក់ពីក្រោយបាទការសម្ដែងធម៌ទេសនាធម្មតាជានិយាយបាយនេះសម្ដែងធម៌បាយសូនតារាខ្លះបាន1ម៉ោងផងមិនទេបានលុយទេសនាមកគុកសូនតារានេះក្អកមកវិញណាមិនសមមានបានខ្សែផ្លត់ក្អកខ្លាំងក្អកខុសអត់មានណាចូលបច្ច័យផងហើយមកថើលោកគ្រូទៀតអានឹងមិនដឹងទេណាទេវតានេះដាក់ទណ្ឌកម្មនេះព្រោះតែយើងនិយាយលេងគណៈបព្វជិជន account ខ្លាំងទេប៉ុន្តែនេះវាជាសារមួយដែរបាទជាសាររបស់ account ពិតគាត់ស្ដាប់ទៅ logic man ជួយស្អីបែបនេះឥឡូវសូថាចុះសូនតារាបាននិយាយបានជួយស្អីខ្ញុំក៏អត់បានជួយអីមែនបើខ្ញុំអាអ្នកជួយហ្នឹងបាត់ទឹកដីបាត់ហើយហ្នឹងឥឡូវសួរថាអូហ៊ុនម៉ាណែតគាត់ជួយឥឡូវជួយយ៉ាងម៉េចចុះទឹកដីខ្មែរយើងប្រហែល30-40កន្លែងភូមិបយងតាមប្រាក់សខុនមាន20,000នាក់ហ្នឹងអាហ្នឹងគាត់ជួយស្អីបើជួយអញ្ចឹងដែរកុំទៅជួយបើបាត់ទឹកដីដែរបើចេញទៅទុកឲ្យសូនតារាមិនជួយមើលបើយើងនិយាយថាបើបានជួយតើវាបានអីមួយបើយើងបាត់បង់ទឹកដីហ្នឹងវ៉ារវត្តខូតខេនអញ្ចឹងបានជាខ្ញុំនិយាយនេះណាដើម្បីជាសតិបញ្ញានេះស្មារតីសម្រាប់បងប្អូនមានពេលខ្លះក៏អាចយកអាចកំណត់របស់សូនតារាទៅឆ្លើយតបតតាំងទេតាមពិត account លើកឡើងនឹងណាសុខពីមួយ account ខ្មោចឬទោះយ៉ាងណាក៏ដោយសូនតារានិយាយនេះក្នុងន័យសច្ចធម៌ទូទៅនេះការនិយាយការបញ្យលការចូលរួមផ្នែកគំនិតណាមានទំហំធំធេងជាងសង់អាគារសង់ផ្លូវសង់ស្ពានព្រោះរបស់នឹងកំទេចបានប៉ុន្តែផ្នត់គំនិតកំទេចមិនបានទេឲ្យតែវាមាននៅក្នុងសិភៅវាមាននៅក្នុងខួរក្បាលមនុស្សរាប់ពាន់ចំនួនវាកាន់តែរីកចម្រើនបាទនេះដូចមុននឹងមនុស្សឡើងទៅឋានប្រចាំមិនមែនមនុស្សឡើងតាមឧបករណ៍ទេមនុស្សត្រូវមានគំនិតនិងបង្កើតយន្តការនឹងឧបករណ៍ឡើងទៅសិនអាហ្នឹងគឺចឹងហើយបើសិនជាថាសូនតារាអត់ប្រយោជន៍ទេយើងកុំកាន់ពុទ្ធសាសនាយើងកុំអានគម្ពីរត្រៃបិដកព្រោះពុទ្ធអត់មានបានសាងសង់ស្ពានអីមួយផងព្រីចំណិតដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ដល់ត្រឹមនឹងចប់អរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាចែនទេការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដោមែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាអតាំងគូឆាមីស្រាតខោជិនផ្ដាច់ការកលដួងផ្លាស់ប្ដូរផ្នត់កំណត់យើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី